ក្នុងថ្ងៃនេះក្នុងចំណោមពួកឯងទាំងអស់គ្នាមានតែម្នាក់ទេដែលអាចមានជីវិតរស់បានកន្លងទៅ3ឆ្នាំហើយហេតុអីក៏ខ្ញុំនៅមិនទាន់ភ្លេចវាទេអ្នកមីងប្អូនស្រីអ្នកទាំងពីរមកយករ៉ានទៅផ្ទះមែនទេគ្រូពេទ្យនៅទីនេះចិត្តអាក្រក់ខ្លាំងណាស់រាល់ថ្ងៃរ៉ានមិនមានហាញញ៉ាំគ្រប់គ្រាន់ទេស្រីឈ្គួនកុំមកប៉ះខ្ញុំក៏ខ្វក់ខ្លាំងណាស់មនុស្សឈ្គួនជាមួយនឹងមនុស្សពិការគឺជាគូដែលស័ក្តិសមជាមួយនឹងគ្នាណាពេលក្រោយអញត្រូវរៀបការជាមួយនឹងមនុស្សពិការជើងជំនួសឈានសុងមនុស្សពិការជើងដូចជាជីសៀងរស់នៅជាមួយគេដូចជាស្រីមេម៉ាយអញ្ចឹងរៀបការជាមួយជីសៀងនោះហើយគឺជាអ្វីដែលខ្ញុំចង់បានអ្នកមីងរ៉ានមិនចង់រៀបការទេរ៉ានមិនចង់រៀបការទេអ្នកមីងលោកប៉ាជួយរ៉ានផងរ៉ានមិនចង់រៀបការជាមួយប្អូនស្រីទេលោកប៉ាយើងប្រាប់ឯងគ្មានសិទ្ធិតវ៉ាទេបងស្រីហេតុអីបងនៅមន្ទីរពេទ្យផ្លូវចិត្ត3ឆ្នាំគ្មានអ្វីព្យាបាលជំងឺល្ងងខ្លះរបស់បងបានទេចង់ចាក់ចេញពីទីនេះគ្រាន់តែរៀបការជាមួយមនុស្សពិការដូចជាលោកជីជំនួសខ្ញុំទេលោកឈិនឡានបានមកដល់ហើយបាទขับน้องនាងចេញព្រាមទៅលោកប៉ាជួយរ៉ានផងបោះច្បាស់ហើយមែនទេថាត្រូវបងខ្លួនដើម្បីរៀបការជាមួយគេខ្ញុំធ្លាប់បានឮមកខ្លះអ្នកដែលបោះត្រូវរៀបការជាមួយនឹងកុំបារម្ភអីគេគ្រាន់តែជាជនពិការទេគុជពណ៌ស្វាយគឺជាមរតករបស់ម៉ាក់ខ្ញុំត្រូវតែយកត្រឡប់មកវិញឲ្យបានសួស្តីអ្នកស្រីសូមជើញខាងក្នុងអ្នកស្រីលោកជីនៅខាងក្នុងអ្នកស្រីចូលទៅដោយខ្លួនឯងទេជាណាគេកុំវាយខ្ញុំអីកាស្អីរបស់នេះខ្ញុំបានវាយនេះណាជីឆឹងThis is the end. I feel I've lost myself. Can't find my way to not lose you. Why is it so complicated?ហើយយ៉ាឈិនរ៉ាន់ស្រីល្ងងនោះរៀបការជំនួសឈិនមិនត្រឹមតែអាចចូលឈិនទេនៅទទួលបានអំណោយច្រើនយ៉ាងនេះទេគឺជាការដាក់ដូរដ៏ល្អមែនឈិនជាកូនដែលមានតម្លៃបំផុតរបស់ពួកយើងមិនអាចប្រកួតឲ្យទឹកគ្រួសារជីឈិនលីនឹងទេលោកប៉ាអ្នកម៉ែគ្រួសារជីបានធ្វើកិច្ចព្រមព្រៀងអំណាចទាំងអស់នេះគឺជារបស់ឈិនរ៉ាន់ថាម៉េចជីឆឹងសុំទោសផងខ្ញុំស្ពឹកចឹងឈិនរ៉ាន់ឯនៅឯណាឆាប់ចេញមកឥឡូវនេះភ្លាមអ្នកមីងរបស់ខ្ញុំមកមើលខ្ញុំហើយអីម៉ាក់ប្រកាសចិត្តទេថាលោកជីមកនៅផ្ទះកុំបារម្ភអីម៉ាក់បានស៊ើបសួររួចហើយរៀងរាល់ថ្ងៃនៅពេលនេះលោកជីតែងតែទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលមិនយូរទេយើងនឹងឲ្យឈិនរ៉ាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរទ្រព្យសម្បត្តិនេះ
ដល់ពេលនោះទ្រព្យសម្បត្តិទាំងអស់នឹងក្លាយទៅជារបស់ពួកយើងហើយ លោកប៉ែប្អូនស្រីមើលចាស់ប្អូនស្រី ឆាប់សញ្ញាវាឲ្យយើងភ្លាមទៅ បានន័យថាពួកគេមកទីនេះដើម្បីអំណោយមង្គលកាយគេសុខចិត្តចំណាយលុយច្រើនយ៉ាងនេះដើម្បីរៀបការជាមួយនឹងខ្ញុំគេពិតជាសុខចិត្តលះបង់មែននេះសរសេរពីអ្វីទៅរ៉ាន់មិនជាអសរទេមិនសំខាន់ថាឯងចេះឬមិនចេះទេឆាប់ចុះឲ្យតែលេខលឿនទៅប៉ុន្តែអ្នកម៉ាក់របស់ខ្ញុំបាននិយាយថាមនុស្សស្លាប់មិនអាចនិយាយបានទេមើលទៅខ្ញុំមិនបានបង្រៀនមេរៀនដល់ឯងទេកុំប្រាប់អ្នកណាពីអត្តសញ្ញាណរបស់ខ្ញុំ ឈប់ភ្លាម កុំប្រាប់អ្នកណាពីអត្តសញ្ញាណរបស់ខ្ញុំ ឈប់ភ្លាម អ្នកទាំងអស់គ្នាធ្វើអី លោកជីឈិនរ៉ាន់មិនដឹងអីតាំងពីក្មេងមកពួកយើងខ្លាចនឹងមិនដឹងទំនៀមក្រោយពេលរៀបការទើបបានជាពួកយើងអប់រំនឹងបន្តិចទៅ លោកប្តីពួកគេចង់ខ្ញុំចុះហត្ថលេខារ៉ាន់មើលមិនយល់ពួកគេក៏ធ្វើបាបរ៉ាន់ ហ៊ានចង់បានអំណោយដែលគ្រួសារជារបស់ខ្ញុំឲ្យទៅនាងផង អត់ទេកុំយល់ច្រឡំអីណាកិច្ចសន្យានេះគឺយុពួកយើងនេះគ្រាន់តែចង់ឲ្យឈិនរ៉ាន់នេះណាទុកឲ្យបានអស់ទេ អញ្ចឹងមែនទេ មែនហើយឈិនរ៉ាន់បាត់បង់ម្ដាយតាំងតែពីនៅតូចពួកយើងមកថៃនាងមិនបានគ្រប់គ្រាន់ពួកយើងមិននឹងអាចដណ្ដើមទ្រព្យសម្បត្តិរបស់នាងបានទេ ល្អបើអញ្ចឹងជីឆឹងឯងជួយពួកគេទៅផ្ទះហើយឲ្យកាដូពួកគេមួយចំណែករ៉ាន់ទុកនាងនៅទីនេះហើយ បាទអត់ទេពួកយើងនេះមិនត្រូវការទេណាសុំចេញលោកឈិនតាមនេះចុះ បងស្រីឆាប់ក្រោកឡើងមកគេគ្រាន់តែជាជនពិការដែលខ្ញុំបោះបង់ចោលទោះបីអាចរៀបការជាមួយគេក៏មិនអាចផ្លាស់ប្ដូរការពិតដែលឯងជាមនុស្សល្ងងបានដែរ អ្នកបំរើនាំនាងទៅងូតទឹកតា ចាបាន Come on, come closer. I wanna dance with you. គុជពណ៌ស្វាយប្រហែលជាលក្ខណៈទីនេះ តើឯងគិតថានាងយ៉ាងម៉េចដែរ លោកស្រីតាមខ្ញុំមើលទៅគឺដូចជាក្មេងអញ្ចឹងពួកគេបានធ្វើបាបដូចជាធ្វើបាបក្នុងគ្រួសារហើយបានបញ្ជូនទៅខាងក្រៅគឺទៅមន្ទីរពេទ្យវាក៏ចរិត3ឆ្នាំហើយ ទោះបីជាពិតឬមិនពិតត្រូវតែស៊ើបឲ្យប្រកាសថានេះគឺជាប្រពន្ធដ៏ល្អរបស់ខ្ញុំ ហេតុអីក៏មិនមានឬមួយក៏នៅលើខ្លួនគេ អ្នកប្រុស ប្រពន្ធខ្ញុំនៅឯណា អ្នកស្រីកំពុងតែងូតទឹក ងូតទឹក1ម៉ោងជាងហើយនៅមិនទាន់រួចទៀតឆាប់ហៅនាងទៅ សំបីតែងូតទឹកក៏កេងលក់ដែរ 내 안에 숨은 것들이 말야 날 참 많이 편하게 했잖아 날 잠재우고 두 손 묶고서 너든 방에 가둬놨잖아 លោកប្តីសង្ហាលោកប្តីសង្ហាអោបលោកប្តីសង្ហាបានន័យថាគេមិនបានពិការទេត្រូវហើយឲ្យខ្ញុំមើលទៅមើលថាគុជពណ៌ស្វាយនៅលើខ្លួនគេដែរទេ ថ្នមហេតុអីបានជានាងការជាមួយខ្ញុំ ដោយសារតែលោកសង្ហា
រ៉ាន់ចូលចិត្តប្តីសង្ហាជាងគេ ដោយសារតែប៉ុណ្្នឹងមែនទេ នៅមានទៀនខ្ញុំអាចញ៉ាំអាហារយ៉ាងគ្រប់គ្រាន់ជាមួយនឹងលោកប្តីសង្ហាហើយមិនចាំបាច់ចាក់ដៃរាល់ថ្ងៃប្រកាសណាស់ខ្ញុំចូលចិត្តគេងជាមួយនឹងលោកប្តីសង្ហាជាងគេហើយក៏មានកូនផងដែរ កុំអីខ្ញុំមិនអាចមានកូនជាមួយនាងបានទេ ហេតុអីទេ មិនអាចគឺមិនអាចហើយ ចាប់ផ្ដើមពីថ្ងៃនេះទៅនាងគេងនៅលើសូហ្វាយើងគេងបែកគ្នា លោកប្តីសង្ហាលោកមិនចង់ឲ្យអ្នកដទៃមករញ៉េរញ៉ៃជាមួយដូច្នេះខ្ញុំអាចការពារលោកបាន ឆាប់គេងទៅ រក្សាគម្លាតផង អាចទៅរួចដែរទេ នាងចង់ធ្វើអី លោកប្តីទីបំផុតលោកភ្ញាក់ហើយសុំថើបមួយ សំណាក់ឲ្យដែលនាងឈួត លោកប្រធានបានដំណឹងមកថាកូឡាប៉ោះឈឺបានបង្ហាញខ្លួនបើមិនជាពួកយើងចង់ជួបគឺឱកាសពេលនេះគឺមិនអាចផ្លត់បានទេ បានយើងនឹងទៅឥឡូវនេះ បោះពេលនេះមានមនុស្សម្នាក់បានចំណាយ30លានដើម្បីចង់ជួបបោះសួររឿងកាលពី3ឆ្នាំមុន 30លានមានជាសប្បុរសធម៌មែនខ្ញុំនឹងទៅដល់ឆាប់ឆាំ លោកនេះគឺជារទេះបានយ៉ាលីក្នុងនាមជាអ្នកបន្តត្រកូលគឺពិតជាមានអ្នកចរណានឯងខ្លាំងណាស់ហេតុអីក៏ឯងមិនឈប់ពួកគេទៅ លោកតាថាគ្រោះថ្នាក់នោះមិនមែនចៃដន្យទេមែនទេមានអ្នកធ្វើមែនទេ ត្រូវហើយខ្ញុំបានដឹកអស់ហើយចំពោះរឿងមួយនេះខ្ញុំបានប្រាប់វាទៅប៉ូលីសហើយប៉ុន្តែឯងមានផ្លូវពីរគឺត្រូវធ្វើបែបនេះសិនមុននឹងពួកយើងរកឃើញអ្នកដែលបានធ្វើរឿងនេះ ល្អដើម្បីកុំឲ្យគេឃើញ ម្នាក់នោះមើលទៅស្រដៀងណាស់នាងមេប៉ាកលាបឈាមមែនទេ ហេតុអីគេដូចជាឈិនរ៉ានចឹង មែនហើយ សូម្បីតែមកនឹងសម្លេងក៏ដូចឈិនរ៉ានដែរនៅក្នុងកាតនេះមាន10លានខ្ញុំចង់ដឹងថាគ្រោះថ្នាក់ឡើងកាលពី2ឆ្នាំមុនអ្នកណាជាអ្នកធ្វើទៅឈិនរ៉ាន ការសន្ទនារបស់បរិមអ្នកនេះមានកម្រិតទាបណាស់ខ្ញុំមិនចូលចិត្តតតែសោះ លោកជីតើយ៉ាងម៉េចទៅហើយ នៅសល់3ថ្ងៃទៀត អញ្ចឹងពួកយើងទៅក្រុមហ៊ុនវិញតាមមែនទេ ទៅផ្ទះឥឡូវនេះសំណាងហើយមិនត្រូវចាប់បានមិនបានទេខ្ញុំត្រូវប្រញាប់ទៅវិញ
លោកប្តីសង្ហាទីបំផុតលោកត្រឡប់មកវិញហើយ តើនាងនៅផ្ទះរហូតមែនទេ ត្រូវហើយរ៉ាន់ធ្វើខ្លួនល្អណាស់តែងតែលេងនៅក្នុងផ្ទះ លោកម្ចាស់បានត្រឡប់មកវិញហើយ ខ្ញុំស្មានថានាងទៅដើរលេងតា គេចាប់ផ្ដើមសង្ស័យខ្ញុំមិនខានទេ បងប្រុសជី តើនាងមកបានដោយរបៀបណាទេ នាងទើបតែមកផ្ទះវិញខ្ញុំដឹងហើយថាឯងបានរៀបការទើបបានជានាំនាងមកមើលទៅ បងប្រុសជីសុំតោះបើសិនជាលោកប៉ាខ្ញុំមិនឲ្យខ្ញុំទៅបរទេសទេបងក៏មិនត្រូវរៀបការជាមួយស្រីល្ងងដែរ ប៉ារបស់នាងធ្វើដើម្បីឲ្យនាងល្អទេ បានហើយឯងទៅវិញមុនសិនទៅខ្ញុំមានធុរកិច្ចខ្លះចង់និយាយជាមួយយ៉ាលី ចាបានបងប្រុសជីជួបគ្នាពេលក្រោយ យ៉ាលី បានលោកតា រឿងកុលាបពណ៌ក្រហមនោះតើបានដំណឹងយ៉ាងម៉េចដែរ ទុកពេលឲ្យគេ3ថ្ងៃ នាងគឺជាប្រពន្ធល្ងងរបស់បងប្រុសជីមែនទេបងស្រីស្អាតបងគឺជានរណាទេខ្ញុំជាមនុស្សជាទីស្រឡាញ់របស់បងប្រុសជីមនុស្សជាទីស្រឡាញ់អញ្ចឹងហេតុអីបងមិនរៀបការជាមួយនឹងគាត់ទេឈិនរ៉ាន់ខ្ញុំប្រាប់នាងមិនស័ក្តិសមជាមួយគាត់ទេបើនាងថាអ្វីល្អសម្រាប់នាងប្រញាប់តែលេងលះហើយចាក់ចេញពីគ្រួសារជីទៅនាងហេរុយខ្ញុំផងខ្ញុំនឹងវាយនាងកុំវាយខ្ញុំអីខ្ញុំខ្លាចហើយកុំខ្លាចអីខ្ញុំគ្រាន់តែលលេងជាមួយនាងទេ ឡា ពេលខ្ញុំឮថានាងនៅមន្ទីរពេទ្យផ្លូវចិននាងចូលចិត្តផឹកទឹកកខ្វក់និងរសសម្រាមស៊ីថ្ងៃនេះនាងត្រូវផឹកទឹកនៅទីនេះឲ្យអស់ខ្ញុំមិនអាចផឹកទឹកនៅទីនេះបានទេមិនមែនស្ថិតលើនាងជាអ្នកសម្រេចទេឆាប់ទៅផឹកទៅឆាប់ផឹកភ្លាមទៅខ្ញុំមិនផឹកទេលេងខ្ញុំទេចង់ធ្វើបាបខ្ញុំមែនទេនាងគិតខុសហើយនាងទៅផឹកដោយខ្លួនឯងទៅខ្ញុំនឹងសម្លាប់នាង ឈប់ភ្លាមតើនាងកំពុងធ្វើស្អី បងប្រុសជីបងមកប្រពន្ធរបស់រៀបការជាមួយទេនាងប្រហើនណាស់ហ៊ានធ្វើបាបខ្ញុំប៉ុន្តែនាងបានច្របាច់ដៃរបស់ខ្ញុំឈឺខ្លាំងណាស់ មិនអីទេបន្តិចបន្តួចទេចាំទៅស្អំតកក បងប្រុសជីខ្ញុំជាអ្នករងគ្រោះហេតុអីបងការពីស្រីល្ងងម្នាក់ហ្នឹង ខ្ញុំឃើញនាងធ្វើដល់ផ្សោតភ្នែកនាងនឹងចង់ប្រកែកទៀតមែនទេ មិនមែនបែបនោះទេ នាងនិយាយទៅថាមានរឿងអីកាត់ឡើង គឺនាងជាអ្នកវាយខ្ញុំមុនហើយនាងនិយាយថាលោករៀបការជាមួយខ្ញុំគឺដើម្បីតែផលប្រយោជន៍ទេនៅមានទៀននាងបាននិយាយថាខ្ញុំមិនស័ក្តិសមជាមួយនឹងលោកទេឲ្យខ្ញុំទៅលេងលះជាមួយនឹងលោកទេ ហេតុអីក៏នាងប្រាប់គេបែបនេះ បងប្រុសជីនាងមិនបានល្ងងដូចបងឃើញទេនាងគ្រាន់តែសម្ដែងទេ សៀវវ៉ានាងប្រកាសជាដឹងកាលៈទេសៈច្បាស់ណាស់ទីនេះជាផ្ទះរបស់អ្នកណាគេនាងហ៊ានប៉ះពាល់មនុស្សស្រីរបស់យើងផងយើងទៅនាងនៅឈឺដែរទេ លោកប្តីបងមិនទុកខ្ញុំទេខ្ញុំបានធ្វើឲ្យមនុស្សជាទីស្រឡាញ់បងត្រូវរងរបួស ខ្ញុំមិនមែនជាអ្វីនឹងគេទេបើគេធ្វើបាបនាងទៀតនាងត្រូវតែប្រាប់ខ្ញុំកុំឲ្យគេធ្វើបាបបានទៀត លោកយាយវ៉ានីងលោកយាយក៏មិនចូលចិត្តខ្ញុំដែរមែនទេបានហើយតែមានរឿងអីកើតឡើងទេអ្នកណាគេធ្វើឲ្យឯងខ្លាចទៅជាបែបនេះលោកយាយអ្នកណាគេទៅឆោនិយាយមកចាំនិយាយទៅជាការគេឲ្យគឺជាប្រពន្ធល្ងងរបស់បងប្រុសជីរៀបការជាមួយនោះអីឈិនរ៉ាន់មែនហើយនាងទៅតែបណ្ដាទៅនេះពិតជាមិនដឹងច្បាប់ទម្លាប់អីមែនសូម្បីតែខ្ញុំក៏នាងមិនមកគ្រប់ដែរឥឡូវនេះនៅធ្វើបាបអញទៀតតោះទៅលោកយាយនឹងទៅផ្ដល់មេរៀនឲ្យគេតើនរណាគឺជាឈិនរ៉ាន់ លោកយាយហេតុអីមកទីនេះ កូនឆ្កែធ្លាក់ទឹកនេះបើជាហ៊ានហៅម្ចាស់មកជួយផងនាងជាចាស់ប្រសាខ្ញុំមែនទេគឺជាកូន ឈប់ភ្លាមកំរត់ឈប់ភ្លាមកំរត់ នាងយករបស់នេះទុកទៅ ឆ្កែញីនាងមករកសេចក្តីស្លាប់ហើយ 给我上啊！滚！
ផ្ញើនាងទុកសិនចុះនាងឯង 他有心结。姑娘，谢谢你救了我。您先起来。我有什么可以报答你？这个你拿着。 Này bỏ khéo đằng ham mình đằng nông. Mơ tới chừng người bà quát mơ tôn chia sẻ bài tí. អ្នកបំរែទៅចាប់នាងទៅ Lộc đây rồi hai chưa chấm phong. មុនរនមកកហេតុឃើញហើយទៅធ្វើពុតធ្វើជាបែបនេះសិន លោកយាយមិនទាន់ដឹងច្បាស់ផងចាប់នាងទុកបែបនេះមិនជ្រុលពេកទេដឹង ខុសត្រូវមែនទេនេះឯងមិនឃើញពីអ្វីដែលគេបានធ្វើចំពោះបាននាងទេ ដោយសារតែវ៉ានាងក្រអឺកតំពេក យាយបានឃើញនាងធំឡើងលោកយាយគុំខឹងបងប្រុសជីអីបើសិនគ្រួសារយើងមិនបានជឿព្រមជាមួយនឹងគ្រួសារស៊ីនទេវ៉ានេះនាងខ្លាចជាចៅភាសាខ្ញុំហើយក្រែងពួកឯងទាំងពីរនាក់គឺជាមួយពីកុមារភាពដែលធំឡើងមកជាមួយគ្នានោះអីតែហេតុអីឯងបើជាបណ្ដោយគេធ្វើបាបនាងទៅវិញចិត្តការទៅគេធ្វើអ្វីចំពោះឯងខ្លះចិត្តការគេបែបនឹងវិញទៅ Cùng vây ràn ràn ấy. Cùng vây ràn ràn ấy. វ៉ានីងធ្វើបាបវ៉ានីងនេះចំពោះមុខរបស់ខ្ញុំផងចាំមកខ្ញុំจัดការឲ្យយ៉ាងម៉េច Chơi ràn ràn phong, chơi ràn ràn phong. ថាប់ចេញទៅ លោកយាយគេជាចៅប្រសារបស់លោកយាយ Mình ăn tí, cái chơi ca tí của bọcខ្លួនឯងដែរtí. Ê,លោកយាយកុំខឹងអីមិនចឹងទេវានឹងធ្វើឲ្យលោកយាយឈឺហើយ ក្មេងស្រីសំអុយអញឯងក៏ហ៊ានរំលែកហ៊ានដាក់ទំនេរយើងឲ្យឈឺ លោកយាយ លោកយាយ តាំងពី3ឆ្នាំមុនលោកយាយជួបជាមួយគ្រូពេទ្យទេវតានៅចំណតឡានលោកយាយមិនដែលឈឺទេដោយសារតែគាត់ខឹងនាងតែបានជាពេលនេះគាត់ធ្លាក់ខ្លួនឈឺបែបនេះមនុស្សស្រីពុះពុលបែបនេះតើបងចង់ទុកនាងនៅទៀតមែនទេ រ៉ាន់រ៉ាន់គ្មានបំណងអាក្រក់ទេ លោកប្តីត្រូវជឿជាក់លើរ៉ាន់រ៉ាន់អាចជួយលោកយាយបាន នាងគ្រាន់តែជាមនុស្សល្ងង់ពួកយើងជឿជាក់លើនាងដល់របៀបណាទេបើសិនជាចង់អួតមើលកលៈទេសៈផងជីសៀងកុំបារម្ភអីខ្ញុំបានអញ្ជើញដុកទ័រឆាន់ដែលជាគ្រូពេទ្យល្បីឈ្មោះមករួចរាល់ហើយរងចាំគាត់មកដល់លោកយាយនឹងមិនកើតអីទេបាននៅតែរងចាំគេវានឹងយឺតពេលហើយលោកត្រូវតែជឿជាក់លើរ៉ាន់រ៉ាន់ បានហើយជីនរ៉ាន់បើនេះធ្វើជារកបែបនេះទៀតកុំថាខ្ញុំមិនបានប្រាប់នាងនឹងទេនេះជាជីវិតរបស់លោកយាយខ្ញុំមិនមែនរឿងក្មេងបៀមដៃទេ បងស្រីបងរៀនយ៉ាងខ្ញុំមិនអាចទទួលបានអំណាចមង្គលគេអញ្ចឹងបងក៏មិនអាចមានជីវិតល្អដែររងចាំបរិបទការម្នាក់នេះបណ្ដេញបងចេញពីគ្រួសារជីទេ ពេទ្យទេវតាមកដល់ហើយ លោកគ្រូពេទ្យទីបំផុតលោកមកដល់ហើយសូមជឿលោកយាយផងដែលរាប់ណាលោកធ្វើលោកយាយដឹងខ្លួនបានលោកចង់បានលុយប៉ុន្មានក៏បានដែរ មិនចាំបាច់បារម្ភទេនេះគឺជារឿងធម្មតាទេខ្ញុំមកដល់ហើយខ្ញុំច្បាស់ជាវិជាខ្ញុំអស់សមត្ថភាពដើម្បីជួយជីវិតនាង ជួយលោកយាយខ្ញុំផង ណែចេញទៅមករកពេទ្យស្អីគេបើសិនជាឯងគ្មានលុយទេឆាប់ថយចេញទៅកុំនិយាយញ៉ៃឆាប់ថយចេញព្រាបទៅ តើលោកយាយខ្ញុំយ៉ាងម៉េចហើយ ពិតជាគ្រោះថ្នាក់ណាស់គាត់មានជំងឺបេះដូងបើសិនជាមានអ្នកណាធ្វើឲ្យគាត់ខឹងម្ដងទៀតជំងឺរបស់គាត់គឺច្បាស់ជាធ្ងន់ធ្ងរហើយច្បាស់ជាស្លាប់នៅកន្លែងភ្លាមៗជាមិនខានទេ គ្រូពេទ្យទេវតាលោកត្រូវទៅជួយលោកយាយឲ្យបាន ដែលនាងស៊ីមិនបាច់បារម្ភទេខ្ញុំច្បាស់ជាព្យាយាមជួយគាត់ឲ្យអស់ពីសមត្ថភាព អត់ទេបើសិនចាក់មកចូលនេះលោកយាយឯងនឹងស្លាប់ឈិនរ៉ាន់ស្រីល្ងងបានលោកយាយព្យាបាលមិនទាន់ពេលតែនាងទទួលខុសត្រូវរួចទេ នេះចេញទៅ ហ៊ានដំឡើងសំឡេងដាក់ខ្ញុំផងចាំខ្ញុំព្យាបាលរួចចាំខ្ញុំចាត់ការលោកម្ដង 哎呦，哎，那是死穴。 ស្រីកញ្ជ្រងនាងចង់សម្លាប់លោកយាយមែនទេ តើលោកយាយកើតអីលោកយាយ ពេលនេះអ្នកជំងឺត្រូវបានហូបពេលបាត់ទៅហើយគឺស្រីម្នាក់នេះបានចាក់គាត់ចំចំណុចដែលស្លាប់គ្មានផ្លូវត្រឡប់ក្រោយវិញទេពេលនេះមានពាក្យអីផ្ដាំផ្ញើបញ្ញាផ្ដាំផ្ញើឲ្យទៅ
បងស្រីបងមានគំនុំអីជាមួយលោកស្រីជីទៅបានជាបងសម្រាប់គាត់បែបនេះឈិនរិនវាជាកំហុសនាងឈប់សងជីវិតលោកយាយវិញមកលោកប្តីជួបខ្ញុំផងលោកប្តីជួបខ្ញុំផងជប់ភ្លាមចេញទៅមិនលឺទៀតមែនទេលោកយាយប្រាប់ថានាងចេញទៅខ្ញុំនិយាយពីនាងនៅមាននាងទៀនទាំងអស់គ្នាចេញទៅលោកយាយខ្ញុំគឺវ៉ាន់នីងហេតុអីក៏លោកយាយដេញខ្ញុំចេញខ្ញុំប្រាប់ថានាងចេញទៅបើនៅតែមិនចេញទៅទៀនក៏មិនទៅថាខ្ញុំអាក្រក់ដាក់នាងក្មេងល្អកុំខ្លាចអីអង្គុយចុះទៅពិតជាឯងពិតមែនកន្លងទៅ3ឆ្នាំហើយជីសៀវចាយចេញទៅដែរទៅយាយចង់និយាយជាមួយនឹងរ៉ាន់រ៉ាន់បាទបងប្រុសជីហេតុអីក៏លោកយាយធ្វើបែបនេះដើម្បីឈិនរ៉ាន់សូម្បីតែបងក៏ត្រូវដេញចេញមកដែរនាងបានជួយសង្គ្រោះជីវិតរបស់ខ្ញុំម្ដងទៀតហើយបើសិនជាឯងចង់បានអីប្រាប់លោកយាយមកលោកយាយនឹងបំពេញបំណងរបស់ឯងលោកយាយខ្ញុំត្រូវការឲ្យលោកយាយជួយបែបម្យ៉ាងគុជពណ៌ស្វាយក្មេងល្អឯងបានជួយជីវិតខ្ញុំលោកយាយនឹងជួយឯងស្វែងរកគុជពណ៌ស្វាយនោះឲ្យឃើញអរគុណលោកយាយប៉ុន្តែសូមលាក់វាជាអាចកំបានលោកយាយមិនអីទេមែនទេខ្ញុំមិនកើតអីទេត្រូវអរគុណចំពោះរ៉ាន់រ៉ាន់នាងបានចាំបញ្ចូលចៃដន្យបានយកឈាមកខ្វក់ចេញពីក្នុងខ្លួនរបស់ខ្ញុំដូច្នេះហើយពេលនេះខ្ញុំប្រសើរឡើងហើយបើគ្រូពេទ្យទេវតាមិនបានមកទាន់ពេលទេការចាំបញ្ចូលរបស់បងស្រីប្រកាសជាសម្រាប់លោកយាយហើយអេឯណាគ្រូពេទ្យទេវតានាងនឹងថាគ្រោះថ្នាក់ដែរទេចៅប្រុសពេលនេះចៅរៀបការរួចហើយតើពេលណាចៅយកកូនទៅពេលនេះខ្ញុំមិនតមកគិតនៅឡើយទេមិនបានទេបងប្រុសរបស់ឯងពេលនេះពួកគេកំពុងតែណាត់មើលគង់បើសិនជាចៅមិនប្រញាប់ទេលោកយាយនឹងចាត់ការចៅហើយធ្វើត្បិតតែជាយាយឈិនមិនប្រកែកដូចជីសៀវតែយ៉ាងណាគេក៏គ្រាន់បើជាងមនុស្សពិការដែរបានហើយរក្សាទំនាក់ទំនងរបស់ពួកឯងឲ្យល្អហើយរស់នៅក្នុងជីវិតដែលល្អទេមើលថែហើយការពាររ៉ាន់រ៉ាន់ឲ្យល្អកុំឲ្យនឹងធ្លាក់ក្នុងដៃរបស់អ្នកដទៃដឹងហើយណែបានហេតុអីនេះនឹងមិនតន់ចេញទៅទៀនរងចាំខ្ញុំអញ្ជើញនេះទៅញ៉ាំបាយមែនទេលោកយាយមកទៅនេះដើម្បីបញ្ចេញកំហឹងឲ្យខ្ញុំមែនទេឆាប់ទៅទេនេះនិយាយអីជាមួយនឹងលោកយាយឈិនរ៉ាន់តើនេះជាណាឈិនរ៉ាន់ត្រឡប់មកផ្ទះថ្ងៃនេះខ្ញុំនឹងរងចាំមើលពេលនាងឃើញរបស់ម៉ាក់នាងបោះចោលបែបនេះនាងធ្វើទឹកមុខបែបណាទៅរបស់អស់នេះគួរតែបោះចោលយូរហើយឈិនរ៉ាន់ស្រីកញ្ជ្រោងនោះហ៊ានដណ្ដើមយកអំណាចគ្រួសារជីហើយធ្វើឲ្យលោកស្រីជីមិនចូលចិត្តកូនទៀនចាំមើលពេលនេះខ្ញុំនឹងប្រដៅនាងយ៉ាងម៉េចលោកជីបានដំណឹងមកហើយគេរកផ្ញើតាមអ៊ីមែលមកឬអ្នកបង្កហេតុការពី3ឆ្នាំមុនប្រកាសជាវាមិនខាន់គេនឹងផ្ញើឲ្យពីពេលណាថ្មីនេះជាយានតែសង្ស័យខ្ញុំដូច្នេះលោកផ្ញើព័ត៌មានគឺថាចរាចរណ៍នោះទៅតាមអ៊ីមែលរបស់គេទៅរយៈពេល5នាទីទៀត5នាទីហើយមែនទេឈិនរ៉ាន់នៅជាមួយខ្ញុំរហូតមិនបានប៉ះទូរស័ព្ទទេតើខ្ញុំគិតខុសមែនទេលោកជីអូឈិនរ៉ាន់ខ្ញុំមានធរៈទៅខាងក្រៅនាងត្រឡប់ទៅផ្ទះខ្លួនឯងបានទេរ៉ាន់ទៅខ្លួនឯងបានស្រីកញ្ជ្រោងគ្មានគេខ្វេះអ្នកណាគេឲ្យឯងមកផ្ទះតែម្នាក់ឯងលោកជីមិនជូនឯងមកគេខឹងឯងមែនទេ
មនុស្សអាក្រក់នាងល្ងងខ្លៃហ៊ានកប់ខ្ញុំផងនាងចង់ស្លាប់ហើយមែនទេ មានសម្លេងរំខានស្អីគេហ្នឹងហ៎មិនបានជាឯងមកវិញតែម្នាក់ឯង លោកប៉ាពួកគេបានយករបស់អ្នកម៉ាក់កប់ចោលលោកប៉ានាងគឺជាអ្នកធ្វើបាបខ្ញុំមុនទេខ្ញុំហើយនឹងអ្នកម៉ាក់ខំច្រឡំប្រមូលរបស់ម៉ាក់នាងអ្នកណាទៅដឹងទៅថានាងបានជាខឹងពួកយើងទៅវិញនាងបានដំណើរមង្គលការដ៏ច្រើនហើយសូម្បីតែលោកប៉ាក៏នាងមិនខ្វល់ដែរខ្ញុំអត់ទេលោកប៉ា បើសិនជាឯងគ្មានកដោមកឲ្យយើងទេមិនចាំបាច់មកគ្រួសារឈិនរបស់យើងទេ នៅក្នុងផ្ទៃលោកប៉ាអ្នកម៉ាក់នៅតែសំខាន់សម្រាប់លោកប៉ាដែរទេ បើតាមគំនិតខ្ញុំគ្រួសារជីឲ្យនាងមកផ្ទះតែម្នាក់ឯងបែបនេះបានន័យថាគេមិនខ្វល់ពីនាងទេយកនាងទៅឃុំនៅក្នុងបន្ទប់ងងឹតទេចាំមើលថានាងហ៊ានលើកទ្រព្យសម្បត្តិពីយើងទៀតទេ អត់ទេលោកប៉ារ៉ារ៉ាន់ជាក្មេងល្អណាស់លោកប្តីក៏ចូលចិត្តរ៉ារ៉ាន់ខ្លាំងដែររ៉ារ៉ាន់មិនចូលចិត្តបន្ទប់ងងឹតទេកុំយករ៉ារ៉ាន់ទៅឃុំអី អ្នកបម្រើឆាប់នាំនាងទៅចូលទៅឃុំក្នុងបន្ទប់ងងឹតព្រាមទៅយើងប្រាប់ឯងបើឯងគ្មានរបស់មានតម្លៃមកឲ្យយើងទេមិនបាច់ចេញទេ មិនទៅទេលោកប្តីនឹងមកជួយសង្គ្រោះរ៉ានរ៉ាន់ដល់ឲ្យខ្ញុំចេញទៅមើលទៅលោកប៉ាមិនដែលខ្វល់ខ្វាយពីខ្ញុំហើយនឹងអ្នកម៉ាក់ទេខ្ញុំចង់បានអ្នកម៉ាក់ឲ្យយកអ្នកម៉ាក់របស់ខ្ញុំមកវិញមកឯងលែងមានម៉ាក់ទៀតហើយពីពេលនេះទៅគាត់គឺជាម៉ាក់របស់ពួកយើងគាត់គឺជាមនុស្សអាក្រក់មិនមែនជាម៉ាក់របស់រ៉ានរ៉ាន់ទេ រ៉ាន់រ៉ាន់ក្រោះពេលនេះគេគឺជាម្ដាយរបស់ឯង គាត់មិនមែនទេអូយរ៉ាន់រ៉ាន់ ឈិនជាងមិនបាច់តាមទេ Hey. For years. កំចាត់ពួកគេហើយធ្វើមេបាក់នៅទីនេះ ឈិនរ៉ាន់ធំឡើងនាងខ្លាចបំផុតនៅទីងងឹត មិនដល់10នាទីទេនាងនឹងសុំអង្វរយើងហើយប្រគល់បណ្ដាកោឲ្យយើងទាំងអស់ លោកជីមកដល់ទីនេះហើយ ថាម៉េច លោកជីមកដល់ទីនេះហើយ ថាម៉េច ហេតុអីគេមកទីនេះ លោកជីប្រាប់ថាមកទទួលអ្នកស្រីជីត្រឡប់ទៅផ្ទះវិញ នេះចប់ហើយបើសិនជាលោកជីដឹងរឿងមួយនេះណាគ្រួសាររបស់យើងគឺច្បាស់ជាចប់ហើយ ខ្ញុំក៏មិនដឹងដែរ នៅឆោអីទៀតឆាប់ចាក់សារបើកទ្វារទៅវានឹងមានរឿងអាក្រក់កើតឡើងបើសិនជាលោកជីបានដឹង ចាំខ្ញុំដោះលែងគេចេញឥឡូវនេះ ហើយបានជាលោកមកថ្ងៃនេះខ្ញុំមិននឹកស្មានអត់សោះថាលោកនឹងមក ខ្ញុំមកយកប្រពន្ធរបស់ខ្ញុំនាងនៅឯណាឬក៏លោកធ្វើបាបនាងទៀតហើយមែនទេ មិនអាចទៅរួចទេបងស្រីកំពុងតែលេងនៅខាងក្នុងមិនទាន់ចេញមកវិញទេ ប្រកាសហើយមែនទេថាមិនបានលាក់នាងហ៎ឆាប់បើកភ្លាមទៅ ហេតុអីបានជាទ្វារជាប់សាវមិនដឹងថាឆ្កែឆ្មាមកពីណាទេមកលេងនៅទីនេះពិតជាល្ងងមែនគួរធ្វើយ៉ាងម៉េចទេ លោកប្តីសង្ហេទីបំផុតបងមកដល់ហើយរ៉ាន់រ៉ាន់ខ្លាចខ្លាំងណាស់ ពួកលោកធ្វើដាក់នាងបែបនេះមែនទេ
អើយខ្ញុំបានប្រាប់ឯងហើយថែមើលថែបងស្រីបានល្អនេះឯងមើលថែបែបនេះមែនទេហ៎ លោកប៉ៃហេតុអីបានជាលោកប៉ៃវាយខ្ញុំបែបនេះ ឯងនៅមិនដឹងខ្លួនទៀតមែនទេនាងវិញក៏អញ្ចឹងដែរខ្ញុំរៀបការជាមួយនាងដើម្បីឲ្យនាងមកមើលថែកូនរបស់ខ្ញុំតែនាងធ្វើបែបនេះដាក់នាងក្នុងបន្ទប់ងងឹតនាងពិតជាម្ដាយអាក្រក់ពិតមែន ខ្ញុំគ្មានចេតនាទេគឺឈិងរ៉ាន់នាងរត់ចូលទៅខាងក្នុងនៃខ្លួនឯងទេ មិនមែនទេគឺជាពួកគេគឺជាមនុស្សអាក្រក់ពួកគេចាក់សោរ៉ារ៉ាន់នៅក្នុងបន្ទប់ងងឹតហើយថែមទាំងបំផ្លាញរបស់ម៉ាក់របស់រ៉ារ៉ាន់ទៀត លោកជីខ្ញុំបដាពួកគេមិនបានល្អណាស់ប៉ុន្តែកុំបារម្ភអីខ្ញុំនឹងបដាពួកគេមិនថាបានល្អហើយខ្ញុំនឹងមើលថែរបស់ម្ដាយរ៉ារ៉ាន់បានល្អ នៅក្នុងភ្នែកលោកប៉ៃអ្នកម៉ាក់នៅតែសំខាន់សម្រាប់លោកប៉ាដែរទេ បើតាមគំនិតខ្ញុំគ្រួសារជីឲ្យនាងមកផ្ទះតែម្នាក់ឯងបែបនេះបានន័យថាគេមិនខ្វល់ពីនាងទេយកនាងទៅឃុំនៅក្នុងបន្ទប់ងងឹតទេចាំមើលថានេះលើទ្រព្យសម្បត្តិពីយើងទៀតទេ អត់ទេលោកប៉ៃរ៉ារ៉ាន់ជាក្មេងល្អណាស់លោកប្តីក៏ចូលចិត្តរ៉ារ៉ាន់ខ្លាំងដែររ៉ារ៉ាន់មិនចូលចិត្តបន្ទប់ងងឹតទេកុំយករ៉ារ៉ាន់ទៅឃុំអី នាងបម្រើឆាប់នាំនាងទៅចូលទៅឃុំក្នុងបន្ទប់ងងឹតភ្លាមទៅយើងប្រាប់ឯងបើឯងគ្មានរបស់មានតម្លៃមកឲ្យយើងទេមិនបាច់ចេញទេ មិនទៅទេលោកប្តីនឹងមកជួយសង្គ្រោះរ៉ានរ៉ាន់ដល់ឲ្យខ្ញុំចេញទៅដល់ឲ្យខ្ញុំចេញទៅមើលទៅលោកប៉ែមិនដែលខ្វល់ខ្វាយពីខ្ញុំហើយនឹងអ្នកម៉ាក់ទេខ្ញុំចង់បានអ្នកម៉ាក់ឲ្យយកអ្នកម៉ាក់របស់ខ្ញុំមកវិញមកឯងលែងអ្នកម៉ាក់ទៀតហើយពីពេលនេះទៅគាត់គឺជាម៉ាក់របស់ពួកយើងគាត់គឺជាមនុស្សអាក្រក់មិនមែនជាម៉ាក់របស់រ៉ានរ៉ាន់ទេ រ៉ាន់រ៉ាន់ក្រោពេលនេះគេគឺជាម្ដាយរបស់ឯង គាត់មិនមែនទេអូយរ៉ាន់រ៉ាន់ ឈិនជាងមិនបាច់តាមទេ Hey. 4 years. កំចាត់ពួកគេហើយធ្វើមេបាក់នៅទីនេះ ឈិនរ៉ាន់ធំឡើងនាងខ្លាចបំផុតនៅទីងងឹត មិនដល់10នាទីទេនាងនឹងសុំអង្វរយើងហើយប្រគល់បណ្ដាកោឲ្យយើងទាំងអស់ លោកជីមកដល់ទីនេះហើយ ថាម៉េច លោកជីមកដល់ទីនេះហើយ ថាម៉េច ហេតុអីគេមកទីនេះ លោកជីប្រាប់ថាមកទទួលអ្នកស្រីជីត្រឡប់ទៅផ្ទះវិញ ហើយចប់ហើយបើសិនជាលោកជីដឹងរឿងមួយនេះណាគ្រួសាររបស់យើងគឺច្បាស់ជាចប់ហើយ ខ្ញុំក៏មិនដឹងដែរ នៅឆោអីទៀតឆាប់ចាក់សារបើកទ្វារទៅវានឹងមានរឿងអាក្រក់កើតឡើងបើសិនជាលោកជីបានដឹង ចាំខ្ញុំដោះលែងគេចេញឥឡូវនេះ ហើយបានជាលោកមកថ្ងៃនេះខ្ញុំមិននឹកស្មានអត់សោះថាលោកនឹងមក ខ្ញុំមកយកប្រពន្ធរបស់ខ្ញុំនាងនៅឯណាឬក៏លោកធ្វើបាបនាងទៀតហើយមែនទេ មិនអាចទៅរួចទេបងស្រីកំពុងតែលេងនៅខាងក្នុងមិនទាន់ទៅមកវិញទេ ប្រកាសហើយមែនទេថាមិនបានលាក់នាងហ៎ឆាប់បើកភ្លាមទៅ ហេតុអីបានជាទ្វារជាប់សាវមិនដឹងថាឆ្កែឆ្មាមកពីណាទេមកលេងនៅទីនេះពិតជាល្ងងមែនគួរធ្វើយ៉ាងម៉េចទេ Huh?
លោកប្តីសង្ហេទីបំផុតបងមកដល់ហើយរ៉ាន់ខ្លាចខ្លាំងណាស់ ពួកលោកធ្វើដាក់នាងបែបនេះមែនទេ អើយខ្ញុំបានប្រាប់ឯងហើយថែមើលថែបងស្រីបានល្អនេះឯងមើលថែបែបនេះមែនទេហ៎ លោកប៉ៃហេតុអីបានជាលោកប៉ៃវាយខ្ញុំបែបនេះ ឯងនៅមិនដឹងខ្លួនទៀតមែនទេនាងវិញក៏អញ្ចឹងដែរខ្ញុំរៀបការជាមួយនាងដើម្បីឲ្យនាងមកមើលថែកូនរបស់ខ្ញុំតែនាងធ្វើបែបនេះដាក់នាងក្នុងបន្ទប់ងឹតនាងពិតជាម្ដាយអាក្រក់ពិតមែន ខ្ញុំគ្មានចេតនាទេគឺឈិនរ៉ាន់នាងរត់ចូលទៅខាងក្នុងនៃខ្លួនឯងទេ មិនមែនទេគឺជាពួកគេគឺជាមនុស្សអាក្រក់ពួកគេចាក់សោរ៉ាន់នៅក្នុងបន្ទប់ងងឹតហើយថែមទាំងមកផ្លាយរបស់ម៉ាក់របស់រ៉ាន់ទៀត លោកជីខ្ញុំបដៅពួកគេមិនបានល្អណាស់ប៉ុន្តែកុំបារម្ភអីខ្ញុំនឹងបដៅពួកគេមិនថាបានល្អហើយខ្ញុំនឹងមើលថែរបស់ម្ដាយរ៉ាន់បានល្អ នេះប្រកាសជាដឹងអំពីឋានៈរបស់នាងបើមានលើកក្រោយទៀតកុំបន្ទោសខ្ញុំឲ្យសោះឆាប់ទៅ យើងគ្មានលទ្ធភាពតតាំងនឹងគេទេទៅ ឈិនរ៉ាន់រងចាំខ្ញុំសិនទេខ្ញុំនឹងមកចាត់ការនាងវិញ ខ្ញុំឲ្យឯងមើលថែនាងហេតុអីឯងមើលថែបែបនេះប្រកាសជាសាធារណៈថាគ្រូសាជីនៅមានរៀបចំកម្មវិធី 3 ថ្ងៃទៀតនៅថ្ងៃនោះខ្ញុំចង់ប្រកាសរឿងធំមួយ បាន បងប្រុសជីឈិនបងមិនដឹងទេប្រាប់ពលល្ងងបងប្រុសជីនាងហួសហេតុខ្លាំងណាស់ខ្ញុំរញនាងដូចតែបន្តិចទេនាងធ្វើខ្លួនដូចជាម្ចាស់គ្រួសារជីអញ្ចឹងខ្ញុំពិតជាពិបាកណាស់បងប្រុសជីក៏មិនការពារខ្ញុំដែរ ចុះជើងរបស់គេយ៉ាងម៉េចហើយ មិនប្រសើរឡើងទេបងជីឈិនខ្ញុំនិយាយពីឈិនរ៉ាន់ទេ បានហើយនាងគាត់តែជាមនុស្សល្ងងទេណាបានចាំខ្ញុំជួយបញ្ចេញកំហឹងចំនួនណានឹងមានកម្មវិធីមួយឆាប់នេះបានបង្កើតឡើងនាងនឹងខ្លាចជាមនុស្សកំផ្លាច់ចំពោះមុខអ្នកទាំងអស់គ្នាមិនខានទេ អរគុណណាស់បងជីឈិនបងល្អជាមួយខ្ញុំជាងគេ ឆាប់នេះនឹងមានការបោះឆ្នោតរបស់ប្រធានថ្មីហើយចាំមើលប្រធានថ្មីនេះតើនឹងជាអ្នកណាប្រពន្ធល្ងងរបស់ឯងមនុស្សពិការដូចជាឯងដូចជាសម្រាប់អញ្ចឹងមានអីស៊ូជាមួយនឹងគេបាត់ទៅ លោកយាយរកខ្ញុំមែនទេ យាយបាននៅថាវ៉ាន់នាងបានធ្វើបាបឯង មិនអីទេលោកយាយឲ្យវាកន្លងហួសទេ ហើយសៀវ៉ាន់នាងម្នាក់នេះក៏ទៅធ្វើរឿងហួសហេតុទៅហើយរ៉ាន់ចៅកុំបារម្ភអីចាំយាយជាអ្នកចាត់ការគេឲ្យរ៉ាន់យកវាទៅឲ្យយាយលីផឹកទៅ ថ្នាំនេះសម្រាប់ព្យាបាលអីទេ ហើយវាជាថ្នាំព្យាបាលជើងឱសថបុរាណនេះទំរាំទៅរកវាបានពិបាករកខ្លាំងណាស់ទៅ ហេតុអីក៏ក្តៅបែបនេះនាងធ្វើអីណា លោកយាយនិយាយថាលោកត្រូវទៅលេងហ្គេមជាមួយខ្ញុំពេលលេងរួចហើយខ្ញុំនឹងស្រាយលោកវិញរួចហើយ ស្រាយវាភ្លាមទៅ មិនបានទេវាគឺជាហ្គេមលោកត្រូវស្រាយវាដោយខ្លួនឯងយល់ហើយណែ តើនេះឲ្យខ្ញុំផឹកថ្នាំអីទេ លោកយាយជាអ្នករៀបចំវាសម្រាប់លោកអញ្ចឹងលោកត្រូវធ្វើជាក្មេងល្អ ខ្ញុំចង់ផឹកទៅឲ្យលឿនមក លោកមិនមែនជាក្មេងល្អទេ ឈិនរ៉ាន់នាងធ្វើពុនជាឈួតមែនទេ ចុះលោកវិញធ្វើពុតជាប្រការរៀបការជាមួយខ្ញុំធ្វើអីទេ ខ្ញុំមានហេតុផលរបស់ខ្ញុំ ហេតុផលអីទេ ខ្ញុំចង់ធ្វើអ្នកដែលថ្នាំខ្ញុំផឹក អេឈប់សិនតើលោកមិនកាត់អីទេមែនទេ ខ្ញុំធ្វើពុតទេ
បងប្រុសយាយឆិនអរគុណហើយដែលបានជួយខ្ញុំមកផ្ទះ ដោយក្តីរីករាយត្រូវហើយមុននេះពេលដែលយើងណាត់ជួបគ្នាមានសៀវវ៉ាន់នាងនៅទីនោះដែរសង្ឃឹមថានាងមិនប្រកាន់ទេព្រោះនាងជាប្អូនស្រីដែលខ្ញុំមើលតាំងពីក្មេង ខ្ញុំមិនប្រកាន់ទេអញ្ចឹងខ្ញុំទៅសិនហើយ ខ្ញុំពិតជាពេញចិត្តនាងណាស់ស្អែកនេះពិធីជួបជុំរបស់ជីគ្រប់បើសិនជាកម្រងដែលខ្ញុំបានប្រាប់នាងវាបានជោគជ័យខ្ញុំនឹងរៀបការជាមួយនាង អរគុណបងប្រុសយាយឆិន ឈិនមានរឿងអីទេជាឈិនបានជូនកូនត្រឡប់មកវិញឆាប់5ម៉ាយលឿនមកតើគេចាប់អារម្មណ៍លើកូនមែនទេ នេះបងយាយឆិនបានឲ្យសម្បត្តិជើខ្ញុំទៅចូលរួមកម្មវិធីគ្រួសារជីហើយឲ្យខ្ញុំធ្វើជាដៃគូគាត់ កូនស្រីម៉ាក់ពិតជាអស្ចារ្យមែនកូនត្រូវធ្វើយ៉ាងណាឲ្យជាយាយឆិនលងស្រឡាញ់លើកូនមានតែវិធីនេះទេតើពួកយើងអាចចាត់ការឈិនរ៉ាន់ចេញពីមុខយើងបាន អ្នកម៉ែកុំបារម្ភខ្ញុំមិនបណ្ដោយឲ្យនាងល្ងងនោះជូនក្បាលពួកយើងទេមនុស្សប្រុសម្នាក់នេះមិនចេះសុភាពដាក់មនុស្សស្រីសោះ បោះនៅពេលនេះបានរកឃើញគិតពណ៌ស្វាយនឹងហើយនៅ មិនទាន់ឃើញទេ តើវាអាចទៅរួចទេវាអាចនៅលើខ្លួនរបស់ជីយេនលី ខ្ញុំស្វែងរកលើខ្លួនគេហើយមិនឃើញទេគុជពណ៌ស្វាយសំខាន់សម្រាប់ខ្ញុំណាស់ប៉ុន្តែវាក៏សំខាន់សម្រាប់ជួយជីវិតរបស់គេដែរបើសិនជាខ្ញុំយកទៅឥឡូវនេះគេនឹងទៅជាយ៉ាងណាទេ យកគិតពណ៌ស្វាយមកវាគឺច្បាស់ជាមានបញ្ហាហើយតែវាជារបស់អ្នកម៉ាក់របស់ boss វាត្រូវតែត្រឡប់មកនៅកន្លែងដើមរបស់វាវិញទោះបីជាជាយ៉ាងស្លាប់ឬក៏រស់វាប្រាប់ប៉ុណ្ណេះប៉ុន្តែបងនេះបងនៅពេលនេះមិនបានស្រឡាញ់ជាយ៉ាងទេមែនទេ ជាយ៉ាងលីប្រសិទ្ធភាពឯងសូវល្អទេណាមិនចាំបាច់បង្ហាញមុខក៏បានដែរកម្មវិធីរបស់គ្រូសាជីនេះបើសិនជាគ្មានឯងក៏វាមិនស្អីដែរ តើឯងខ្លាចខ្មាស់គេមិនទេ លោកគឺជាមនុស្សពិការគ្មានបានកែគ្មានសមត្ថភាពអីទេខ្ញុំណែនាំលោកចាស់គួរតែបបងសិទ្ធឲ្យគ្រប់បងប្រុសយាយឆិនវិញទៅល្អជាងអ្នកណាតែដឹងទេគាត់អាចនឹងឲ្យលើលោកមួយចំនួនដើម្បីចូលនិវត្តន៍កថាបានដែរអីកុំធ្វើបាបលោកប្តីស្រីល្ងងដឹងថាទីនេះជាកន្លែងអីទេនាងជានរណាទេ យ៉ាងលីមិនស្មានសោះថាឯងយកប្រពន្ធមនុស្សល្ងងបែបនេះល្ងងគឺល្ងងហើយទោះបីជាស្អាតយ៉ាងណាក៏ដោយក ុំប៉ះខ្ញុំ នាងដឹងទេជាយ៉ាងលីជាមនុស្សប្រាជ្ញមិនអាចឲ្យនាងមានក្តីសុខបានទេខ្ញុំមកនេះគឺដើម្បីផ្ដល់ក្តីសុខឲ្យនាង ជីឈិនបើឯងហ៊ានតែប៉ះនាងតែបន្តិចខ្ញុំនឹងឲ្យឯងចេញមិនខាន ឯងថាម៉េចមនុស្សសម្រាមដូចជាឯងហ្នឹងហ៎អាចធ្វើស្អីខ្ញុំបានទេហ៎ បងជីឆិនប្រហែលជាគេចង់ឲ្យបងលោកជង្គង់ស្មើនឹងប្រទេសគេហើយ ហើយជើងរបស់ឯងពីរនេះណាគួរតែកាត់ចោលទៅគ្មានប្រយោជន៍ទេបានហើយកុំពជាពេលអីចាក់ចេញពីក្រុមហ៊ុនជីទេកុំឲ្យប្រពន្ធឯងលេចលងទៅជាមួយ ហើយ អាយ៉ាមើលទៅនោះស្អីគេអាយ៉ាមានរឿងអីកើតឡើងវិញ តើមានរឿងអីកើតឡើងទេគេអាចដើរបានហើយ 哎呀，什么情况？ អ្នកទាំងអស់គ្នាកម្មវិធីធ្វើឡើងនៅយប់នេះគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាជើងរបស់ជីយ៉ាងលីខ្ញុំបានជាសះស្បើយហើយចាប់ពីពេលនេះតទៅរ៉ានគឺជាអ្នកស្រីរបស់គ្រួសារជីរបស់ខ្ញុំហើយភាគហ៊ុន 30% ភាគហ៊ុន 30% គឺជារបស់នាង នេះជាទ្រព្យសម្បត្តិរាប់លានស្រីល្ងងម្នាក់នេះហេតុអីបានជាសំណាងល្អបែបនេះ ស្រីល្ងងស្អីគេណាគឺជាក្របពេលរបស់ជីយ៉ាងនេះណាពួកយើងពេលនេះមិនអាចតាមជីយ៉ាងឈិនបានទេ បងយាយឆិនពួកយើងគួរធ្វើយ៉ាងម៉េចទេ នេះឆោឡោធ្វើស្អីទោះបីជាពេលនេះជើងវាជាតែវាជាមនុស្សអត់ប្រយោជន៍សម្រាប់ជីគ្រប់ប្រដាហ្នឹងមិនយូរនោះទេជីគ្រប់នឹងខ្លាចជារបស់ខ្ញុំហើយក ុំបារម្ភតើខ្ញុំជាអ្នកចិត្តកែ
បងស្រីខ្ញុំមានរូបថតរបស់បងហើយនឹងម៉ាក់បងតើបងចង់បានទេតើខ្ញុំបានទុកវានៅក្នុងបន្ទប់ខ្ញុំចង់បានអញ្ចឹងផឹកវាយនេះឲ្យតាមខ្ញុំមក លោកជីគម្រោងរបស់ពួកយើងនៅក្នុងថ្ងៃអនាគតសង្ឃឹមថាពួកយើងនឹងសហការរីករាយជាមួយគ្នា រកមើលនៅទីនោះទេអូនស្រីរ៉ាន់ខ្លាចខ្លាំងណាស់បើកទ្វាររ៉ាន់ទេស្រីល្ងងថ្ងៃនេះនាងចំណាយពេលនៅជាមួយបងយីឆិនទេទោះបីជានាងល្ងងមិនទេតែមកមាត់មិនអន់ទេ ជាយ៉ាងនេះឯងធ្វើឲ្យយើងស្អប់ឯងតាំងពីក្មេងមកអញ្ចឹងថ្ងៃនេះឯងកុំទៅយើងអសោះណា ចិត្តខាងយ៉ាងនេះឯងចាំមើលទៅ លោកជាអ្នកណា កុំមកជារ៉ាន់ខ្ញុំគឺជាបងប្រុសរបស់យ៉ាងលីណា ហើយហេតុអីមិនជានាងមិនធ្វើតាមខ្ញុំហ៎ ហៅខ្ញុំថាបងភ្លាមទេចាំហៅខ្ញុំថាបងភ្លាមទៅ ខ្ញុំចង់ជួបលោកប្តីចេញឲ្យឆ្ងាយទេ ហើយនាងគ្មានសិទ្ធិមកតមាត់យើងពេលនេះទេ យ៉ាន់លីពេលនេះសុខភាពរបស់ឯងត្រឡប់មកវិញដូចដើមហើយចំពោះការងាររបស់ឯងពេលនេះគឺឯងចាប់ផ្ដើមវិញបានហើយណាព្រោះការងារបានល្អទៅណាស់ មើលចោះនោះជាអ្វីនឹង នោះនេះមើលទៅនោះគឺជាស្អីហាគឺស្អីគេកំពុងធ្វើស្អីហ្នឹងហានេះឃើញទៅពួកឯងធ្វើស្អីគេហ្នឹងហានោះគឺជាស្អីពួកវាកំពុងតែធ្វើស្អីចាំទៅឈប់ទៅ ឆាប់ទៅបិទភ្លាមទៅ 哎呀，这个 ហើយយ៉ាអ្នកទាំងអស់គ្នាមកចូលនេះហេតុអីបានជាគេអាចធ្វើរឿងទៅកើតនោះមិនគួរណាសោះ មើលគេចុះហេតុអីក៏គេធ្វើរឿងបែបនេះមែនហើយពិតជាគួរឲ្យអាម៉ាស់មុខមែននេះជាអ្វីដែលលោកនិយាយខ្លួនឯងទេ នាងបានន័យថាយ៉ាងម៉េចហានេះធ្វើបាបខ្ញុំម្ដងទៀតហើយនាងមិនបានល្ងងទេមែនទេហ៎ ខ្ញុំបាននិយាយពេលណាទេថាខ្ញុំល្ងងចង់ប្រយុទ្ធតតាំងជាមួយខ្ញុំមែនទេលោកហាត់នេះលែងចង់រស់នៅហើយបងយាយឆាន់ហេតុអីនៅលើលោកនេះមានមនុស្សស្រីដែលកាយសាហាវដូចជានាងបែបនេះ នាងយកអីមកបញ្ចុកខ្ញុំក្រែងនាងបានដាក់ថ្នាំខ្ញុំមែនទេខ្ញុំចង់ឲ្យនាងភ្លក់មើលរសជាតិវាម្ដងបងប្រុសយាយឆាន់ខ្ញុំត្រូវការបង តើរ៉ាន់ពិតជាត្រូវថ្នាំមែនដែរទេ ខ្ញុំពិតជាត្រូវថ្នាំមែន 珊珊，我喜欢你却不像
เฮ้ยអត់ទេធ្វើស្អីកុំថតពួកឯងទៅពីនេះកំពុងធ្វើស្អីអាពួក ពួកឯងទាំងពីរនាក់កំពុងធ្វើអីទេតើឯងកំពុងធ្វើអីទេ ពួកឯងឆាប់ក្រោកឡើងភ្លាមមកពួកឯងធ្វើស្អីពួកឯងធ្វើ ត្រឡប់ទៅវិញភ្លាម ពួកឯងធ្វើស្អីទៅឆាប់ថយ ត្រឡប់ទៅវិញភ្លាមតាចាស់លោកយ៉ាងម៉េចហើយ 太爷， អត់ទេពេលនេះគ្រប់យ៉ាងទៅចប់ហើយអ្វីគ្រប់យ៉ាងអ្វីដែលខ្ញុំចង់បានត្រូវបានអ្នកទាំងអស់ដឹងអស់ហើយអត់ទេអ្វីដែលខ្ញុំបានបញ្ចប់ត្រូវបានចោលហើយហេតុអីទៅអត់ទេយាយឈិនហេតុអីអូចប់ហើយអស់ហើយពេលនេះខ្ញុំអត់ទេមិនអាចទេអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយពេលនេះអ្វីគ្រប់យ៉ាងដែលខ្ញុំខំសាងទាំងអស់វាត្រូវបានបញ្ចប់ទាំងអស់នៅក្នុងថ្ងៃនេះហើយចប់គ្រប់យ៉ាងនៅក្នុងថ្ងៃនេះហើយមិនអាចទេយាយឈិនអាចឆាប់គិតអីទៅឆាប់គិតអីដើម្បីរកវិធីដោះស្រាយទៅឲ្យអ្នកណាគេវាយយើងនឹងទៅតែយើងជឿវិញអាចចាប់ចេញមក មិនអាចទៅរួចទេពេលនេះតាចាស់នោះមិនទៅនឹងខ្លួនទេនៅមានផ្លូវខ្ញុំអាចមានផ្លូវគ្មានទេបើសិនជាមិនតន់ដឹងរឿងនេះឯងជាណាឯងបានន័យថាយ៉ាងម៉េចហ៎ ឯងនេះមុខអាក្រក់ពិតមែនហើយយើងនឹងរៀបចំកម្រងឯងមើលចុះឯងនេះពិតជាអត់ណាយើងនឹងរៀបចំកម្រងចាត់កាតាកាចាស់នោះដល់ទៀតយើងមិនឲ្យឯងចាប់បានទេនេះឯងចាំមើលទៅកម្រងមួយនេះគ្មានអ្នកចាប់បានទេឯងមិនអាចរត់ទេអត់ទេតែពេលនេះខ្ញុំរឿងជាមួយនឹងឈៀនខ្ញុំបានឃើញជាមួយនេះមនុស្សក្នុងទីក្រុងបាននឹកអស់ហើយហេតុអីទៅមិនអាចទេนั่นហើយនេះចង់រៀបការជាមួយនឹងយើងទៅយ៉ាហើយទៅនេះស្អាតឬតាកាចាស់នោះគេយកមកខំយើងទេយើងចាត់ការគេស្លាប់គេចាត់ទុកយើងជាក្មេង ចូលមក បងយាយឈិនរឿងបានខ្លាយទៅជាបែបនេះទៅហើយបងមិនអាចចាក់ចេញពីខ្ញុំបានទេ កុំមកប៉ះយើងហ៎យ៉ាងម៉េចទៀតហ៎ក្រោកឡើងហ៎នេះមិនស្ដាប់លឺយើងទេហ៎នេះស្ដាប់យើងនិយាយទេស្ដាប់លឺយើងនិយាយទេហើយមកទេហ៎ចង់មកស្អីទេ តើយ៉ាងម៉េចហើយក ុំបារម្ភអីខ្ញុំនៅទីនេះហើយតែលោកតាទៅជាបែបនេះមិនមែនដោយសារខឹងទេតែដោយសារថ្នាំពុល ពលអីដែរទៅ វាជាថ្នាំពុលដែលដំណើរការយឺតយ៉ាវដំបូងឡើយវាធ្វើឲ្យមានអាការៈងងុយគេងក្រោយមកវាចាប់ផ្ដើមវាលោកសរីរាង្គខាងក្នុងហើយវានឹងធ្វើឲ្យមនុស្សស្លាប់នៅពេលគេងលក់ មិននឹកស្មានថាលោកតាមិនអាចក្រោកឡើងដោយការពីមុនសោះ កុំបារម្ភអីខ្ញុំមិនសាប់ជាពុលឲ្យលោកតារួចហើយតែបើចង់មិនសាប់ជាពុលចេញពីក្នុងរាងកាយទាំងស្រុងនោះវាត្រូវការចំណាយពេលវេលាខ្លះ មាននាងជាប្រពន្ធមានកិត្តិយសសម្រាប់គ្រួសារជាយើងណាស់ បងប្រុសយាយឈិនហេតុអីក៏បងខំរកខ្ញុំអញ្ចឹង ឈៀននាងចង់រៀបការជាមួយខ្ញុំមែនទេបើសិនជានាងជួយបំបីស្នេហារបស់ជីយ៉ានលីបានខ្ញុំនឹងព្រមរៀបការជាមួយនឹងនាង អេវ៉ានីងនាងនៅចេះចិត្តយានលីទៀតទេខ្ញុំមានវិធីធ្វើឲ្យបំណងរបស់នាងคล้ายទៅជាការពិនធ្វើយ៉ាងម៉េចទេ
ពិតជាចង់ឲ្យខ្ញុំធ្វើបែបហ្នឹងមែនបើនាងមិនធ្វើបែបហ្នឹងទេគេមិននឹងរៀបការជាមួយនាងទេណែសៀវ៉ានីងនាងយកវាទៅកាត់ខ្លួនឯងទេបងយេនលីពីពេលនេះទៅបងគឺជារបស់ខ្ញុំតែម្នាក់គត់វ៉ានីងឈិនរ៉ាន់ឆាប់ស្លៀកពាក់ហើយចាក់ចេញពីទីនេះទៅនិយាយមកតើមានរឿងអីកើតឡើងទៅកាលពីយប់មិញនេះខ្ញុំគ្រាន់តែចង់មកលេបបងប្រុសយេនលីទេលៀមមែនទេលៀរកាតតែលើក្រែកអញ្ចឹងហ៎នាងពិតជាមុខក្រាស់ពិតមែនមិនមែនបែបហ្នឹងទេលោកយាយបងយេនលីស្រវឹងខ្លាំងណាស់គាត់បានគិតថាខ្ញុំគឺជាឈិនរ៉ាន់បន្ទាប់មកពួកយើងខ្ញុំដេកលក់មកខ្ញុំមិនដឹងអីទេបងយេនលីបងភ្លេចរឿងដែលបានកើតឡើងកាលពីយប់មិញនេះហើយខ្ញុំជាមនុស្សស្រីមានរឿងបែបនេះកើតឡើងខ្ញុំមិននឹងមានមកទៅជួបអ្នកដទៃទេជាយេនលីលោកធ្វើខ្ញុំខកបំណងណាស់រ៉ាន់ឈិនរ៉ាន់បងយេនលីកុំចាក់ចេញពីខ្ញុំអីលោកយាយរ៉ាន់ឈិនរ៉ាន់ថៅកែនាងតូចម្នាក់នេះមើលទៅស្អាតណាស់ហើយទំនងដល់ហើយទុកនេះឲ្យខ្ញុំទៅព្រោះខ្ញុំមិនដែលរួមរែកជាមួយអ្នកណាបែបនេះទេមែនហើយមើលទៅចវាយមិនមកទេមិនអញ្ចឹងទេពួកយើង你们是谁ពួកយើងគឺជាប្តីរបស់នាងនឹងហើយនាងនៅឲ្យស្ងៀមទៅមុនពេលដែលនាងស្លាប់យើងនឹងឲ្យនាងស្គាល់រសជាតិមនុស្សម្ដងមិនថានាងជានរណាទេបើនាងព្រមជាមួយនឹងយើងតាមសម្រួលយើងនឹងឲ្យនាងសប្បាយពេលនេះលែងខ្ញុំទៅខ្ញុំខ្លាចហើយ说谁派你来杀我的说រ៉ាន់ប្រយ័ត្នតើលោកមិនអីទេ应该是吧ខ្ញុំមិនអីទេចុះនាងវិញយេនលីបងធំយើងសម្រាប់គេមិនបានទេតើយើងប្រាប់តកែយ៉ាងម៉េចទៅលបងខ្ញុំត្រូវការលុយដើម្បីទៅចូលឆ្នាំជាមួយគ្រួសារឯងជានរណាយើងមកសម្រាប់ឯងនឹងហើយឯងហ៊ានណា
Chin Ran, chỉ giờ Lý Ban sập hơi. និយាយថាម៉េចរ៉ាន់ដាន់នឹងឃើញហើយទៅបាត់ហើយមែនទេ លោកតាត្រូវទៅជួយខ្ញុំយល់ព្រមឲ្យខ្ញុំរៀបការជាមួយបងយិនលីទេបើសិនខ្ញុំត្រឡប់ទៅគ្រួសារស៊ីទាំងបែបនេះវិញប៉ាម៉ាក់ខ្ញុំប្រកាសជាសម្លាប់ខ្ញុំមិនខានទេ ហេមានរឿងអីមែនទេ បងយាយឆាន់ជួយអង្វរលោកតានិយាយឲ្យខ្ញុំផងខ្ញុំមិនចង់រឿងទៅជាបែបនោះទេតែយ៉ាងណាវាក៏បានកើតឡើងរួចហើយបងយិនលីបានខ្លួនខ្ញុំហើយតែគាត់មិនចង់ទទួលខុសត្រូវទេ មិនអីទេមិនអីទេណាយ៉ាងលីទៅណាហើយ យិនលីទៅតាមឈិនរ៉ាន់ជាច្រើនថ្ងៃហើយនៅមិនទាន់មកផ្ទះទេសូម្បីក្រុមហ៊ុនក៏មិនទៅដែរ អូពិតមែនហើយក្រុមហ៊ុនរបស់យើងគឺពិតជារបស់ខ្លាំងណាស់ខ្ញុំមិនមកទៅក្រុមហ៊ុនទីយកមិញខ្ញុំខ្លាចថាក្រុមហ៊ុនរបស់យើងមិនអាចបន្តដំណើរទៅមុខបានទៀតទេហើយយ៉ាបាទហើយយើងនឹងប្រគល់ក្រុមហ៊ុនឯងកាន់កាប់បន្តសិនហើយឯងធ្វើតាមវិធីរបស់ឯងចុះរហូតចាំដល់យ៉ាងលីត្រឡប់មកវិញ របស់លោកតាមែនទេ ចាំមែនហើយ gì mà Bỏ lại ឆ្នាំនេះពិតជាល្អពិតមែន មែនហើយអ្នកប្រុសនិយាយត្រូវឆ្នាំដែលអ្នកស្រីទៅរៀបចំទុកឲ្យធ្វើឲ្យជំងឺលោកម្ចាស់ប្រសើរឡើងច្រើនណាស់ អូពិតជាល្អណាស់ បើផឹកឲ្យបានច្រើនទៅណាយកវាឲ្យលោកតាទៅ ប្រយ័ត្នផង នៅដាក់គ្រប់គ្រងទេពេលលោកម្ចាស់ជីឈឺហើយពេលនេះគាត់ក្រុមហ៊ុនទៅឲ្យគាត់ក្រុមហ៊ុនឲ្យជីយីឈិនអ្នកគ្រប់គ្រងហើយ ស្ថានភាពរបស់លោកម្ចាស់ជីមិនប្រសើរឡើងទេមែនទេហេតុអីក៏ភ្លាមបែបនេះ មានអ្នកណាដឹងដែរទេជីយ៉ាងនេះទៅណាទៅហេតុអីមិនមកក្រុមហ៊ុនថ្ងៃនេះ បងយាយឆាន់បងសន្យាថានឹងរៀបការជាមួយខ្ញុំបងត្រូវរក្សាតាមពាក្យសន្យារបស់បង កុំបារម្ភអីនេះច្បាស់ជាធំជាងគេក្នុងក្រុមហ៊ុនជីនេះហើយរងចាំសិនតែអរខ្ញុំចាត់ការក្រុមហ៊ុនជីក្នុងថ្ងៃនេះឲ្យសិនខ្ញុំមិនភ្លេចទេណានេះនឹងខ្លាចជាមនុស្សដែលធំជាងគេនៅក្រុមហ៊ុនជីហើយអូខេ អេលោកក៏ថាជាគ្រប់លឹកនេះអ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្ដូរទៅដែរទេ អ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាដឹងពីព័ត៌មានជុំវិញហើយគឺនៅពេលនេះក្រុមហ៊ុនជីយ៉ាងនេះបាត់ខ្លួនហើយពេលនេះលោកតាជីក៏បានជាធ្ងន់ទៀតផងនៅពេលនេះក្រុមហ៊ុនជីគឺមានតែខ្ញុំទេហើយលោកជីបានធ្វើពាណិជ្ជកម្មហើយនៅពេលនេះក្រុមហ៊ុនជីគឺត្រូវបានខ្ញុំជាអ្នកបន្តមរតកហើយខ្ញុំសូមប្រកាសអ្នកទាំងគ្នាដឹងថានៅពេលនេះណាប្រធានក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុនជីនោះគឺជាខ្ញុំជីយីឈិនអូខេទេ ពួកលោកនឹងអង្គុយធ្វើអីទៀតមិនឃើញនាយកថ្មីមកទេ មិនពុតទេលោកម្ចាស់តែគិតដល់ជីយ៉ាងនេះជានិច្ចគាត់ច្បាស់ជាមិនអាចធ្វើរឿងដែលបំផុតដល់ក្រុមហ៊ុនបែបនេះបាត់ទេ ជាយេនលីគ្រាន់តែជាមនុស្សគ្មានបានកែពេលនេះគេបានបាត់ខ្លួនហើយបានលើថាគេការពារប្រពន្ធល្ងងរបស់គេពេលនេះត្រូវគេចាក់ស្លាប់បាត់ហើយទេដឹងលោកម្ចាស់ជីក៏មិននៅក្រុមហ៊ុនដែរមានតែប្រកល់ក្រុមហ៊ុនរបស់យីឈិនទេឬមួយពួកលោកចង់ប្រកល់ឲ្យមនុស្សស្លាប់ នេះយូហើយអីបានចាយនិយាយបែបនេះហ៎ឯងនិយាយសម្ដីមិនស័ក្តិសមចំពោះលោកម្ចាស់បែបនេះបានទៅវិញឯងគ្មានផោះតាំងទេយើងមិនអាចជឿពួកឯងបានទេយ៉ាងម៉េចចង់មើលកណ្ដាស់ផោះតាំងដើមមិនដែរទេហ៎ ខ្ញុំគិតថាលោកអាចចម្លងវាបានលោកកូពីតាមមួយនេះទេហើយចម្លងវាសារថ្មីឡើងមកលោកច្បាស់ជាអាចធ្វើវាបាន
អរគុណហើយដែលបានជួយមែនហើយនេះគឺជាអសររបស់លោកម្ចាស់តាពិតជាលោកម្ចាស់ពិតមែនហត្ថលេខារបស់គាត់នេះអតីតអ្នកគ្រប់គ្រងក្រុមហ៊ុនដូចជាយ៉ានលីហើយនៅប្រពន្ធរបស់គេពេលនេះប្រហែលជាស្លាប់បាត់ហើយពួកគេទាំងពីរនាក់ប្រហែលស្លាប់បាត់ហើយមនុស្សគ្មានបានការដូចជាគេនេះហើយមនុស្សគ្មានបានការដូចគេនេះក៏មិនអាចមានអ្នកស្នងតំណែងបានដែរពួកលោកគិតមើលទៅមនុស្សដូចជាគេនេះសមនឹងស្នងតំណែងក្រុមហ៊ុនជីដែរទេហ៎មិនខុសទេគេបានស្លាប់បាត់ហើយសាកសពគេក៏ត្រជាក់ដែរពេលនេះមានតែបងយាយឈិនទេដែលអាចស្នងតំណែងក្រុមហ៊ុនមួយនេះបានប៉ុណ្្នឹងហើយពួកលោកនៅចង់ប្រឆាំងទៀតទេមិនជ្រាបថាខ្ញុំស្លាប់តាំងពីពេលណាទៅឯងដឹងយ៉ាងម៉េចបានទៅថាខ្ញុំស្លាប់នោះឯងមិនទាន់ស្លាប់ទេខ្ញុំមិនទាន់ស្លាប់ទេឯងខកចិត្តហើយមែនទេនាងបានក្បត់ខ្ញុំនាងបានថាគេស្លាប់ហើយ我没有，我知道怎么回事。季一晨，别再做无谓的挣扎了。老爷子的遗嘱继承人给你了，用他的遗嘱，他们来了也没有用。ឯងមកវិញហើយវាយ៉ាងម៉េចឯងមើលទៅពេលនេះក្រុមហ៊ុនទាំងមូល 80% នៃក្រុមហ៊ុនគឺជារបស់ខ្ញុំអស់ទៅហើយ 80% នៃក្រុមហ៊ុនគឺជាមនុស្សរបស់ខ្ញុំទោះបីជាឯងមកវិញក៏ដោយអ្នកគ្រប់គ្រងក្រុមហ៊ុនគឺជាខ្ញុំដដែលជាយ៉ាងនេះពេលនេះឯងមិនអាចឈ្នះខ្ញុំបានទេពេលនេះបើសិនជាឯងហៅយើងថាបងប្រុសយើងនឹងទុកផ្លូវរត់ដល់ឯងឲ្យមួយឯងប្រកាសដែរទេបានន័យថាម៉េចបើមនុស្សនៅទីនេះទាំងអស់គាំទ្រឯងខ្ញុំនឹងគាំទ្រឯងដែរសាងតុងលីតុងយកលុយហើយមិនធ្វើការទេមែនទេពួកអាមនុស្សចង់មកសៀតពួកឯងខ្លាចជាយ៉ាងនេះវាគួរឲ្យខ្លាចណាស់មែនទេសម្រាប់ពួកឯងមើលទៅនេះគឺស្អីយើងកាន់នេះស្អីមកនេះគឺជាបណ្ដាំមរតកពួកឯងឃើញទេពួកឯងឃើញដែរទេជីឆឹងឯងមិនឃើញក្តាមមកឈប់ពិតជាមិនស្របទឹកភ្នែកមែនអូឯងគឺជាអ្នករៀបចំឡានរបស់យើងឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាលពី3ឆ្នាំមុនក្តីប៉ុនប៉ងធ្វើឃាតកម្មឯងដឹងថាជាប់គុកច្រើនឆ្នាំប៉ុណ្ណាទេហេតុអីបានជាឯងដឹងឬប៉ុណ្ណាក៏ដោយក៏យើងអាចសើដឹងដែរជីឈិនលោកត្រូវបានចាប់ខ្លួនហើយចង់ធ្វើអីពួកឯងចង់ធ្វើអីពួកឯងចាប់យើងបានទេពួកឯងមិនអាចចាប់យើងបានទេយើងមកពីគ្រួសារជីយ៉ាងនេះឯងចង់ធ្វើស្អីលេងយើងទៅឈប់សិនលោកតាមកហើយជីយ៉ាងនេះវាធ្វើបាបខ្ញុំវាចង់ធ្វើបាបខ្ញុំលោកតារត់យុទ្ធធរខ្ញុំផងឯងគិតថាលោកតាមិនដឹងថាឯងធ្វើអីខ្លះទេខ្ញុំមិនដឹងទេលោកតាខ្ញុំមិនដឹងទេខ្ញុំមិនដឹងថាជីយ៉ាងនេះនិយាយអីទេលោកតាដោះលែងខ្ញុំទៅលោកតាជីយ៉ាងនេះមិនអាចមានកូនបានទេលោកតាចាំខ្ញុំប្រកូលកូនខ្ញុំឲ្យជីយ៉ាងនេះណាពេលដែលខ្ញុំមានកូនខ្ញុំនឹងប្រកូលកូនឲ្យទៅជីយ៉ាងនេះលោកតាសូមដោះលែងខ្ញុំទៅអ្នកណាថាគេមិនអាចមានកូនគ្រាន់តែដើម្បីចាប់ឃាតករពិតដូចជាលោកទាល់តែប្រើល្បិចខ្លះខ្ញុំមិនគិតថាលោកងាយបោកបែបនេះទេចាប់ពីថ្ងៃនេះតទៅជីយីឈិនមិនពាក់ព័ន្ធជាមួយពួកយើងទៀតទេពួកលោកចង់យកធ្វើអីធ្វើចុះបងស្រីគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេគឺគេជាអ្នកបង្ខំឲ្យខ្ញុំធ្វើទេប្អូនស្រីឃាតករដែលឯងជួលឲ្យមកសម្លាប់ខ្ញុំនៅមិនទាន់ដោះស្រាយជាមួយឯងទេហេតុអីក៏នាងដឹងប្រកាសណាស់ពួកគេប្រាប់ខ្ញុំមុនពេលពួកគេស្លាប់លោកបានដឹងហើយខ្ញុំដឹងថានាងគឺជាមេបកកលាបឈាមខ្ញុំនៅដឹងទៀតថានាងរៀបការជាមួយខ្ញុំគឺដើម្បីស្វែងរកគុយពណ៌ស្វាយតើនាងចង់បកស្រាយជាមួយខ្ញុំយ៉ាងម៉េចទៅជាយានលីអ្វីត្បិតតែខ្ញុំមិនអាចបញ្យល់លោកពេលនេះតែសូមលោកជឿជាក់លើខ្ញុំនឹងមិនធ្វើលោកឈឺចាប់ទេអញ្ចឹងមានន័យថានាងមិនបកស្រាយអ្វីទេមែនទេខ្ញុំអាចធានាបានយ៉ាងម៉េចទៅរ៉ាន់យើងជាប្តីប្រពន្ធនឹងគ្នាខ្ញុំមានសិទ្ធិនៅក្នុងការដឹងស្ពីសមាជិករបស់នាងតើនាងជាអ្នកណាកុលាបឈាមពិតជាដោយការសង្ស័យមែនហេតុផលដែលខ្ញុំរៀបការជាមួយលោកដោយសារតែគុជពណ៌ស្វែងចាប់តាំងពីម៉ាក់ខ្ញុំចាក់ចេញទៅខ្ញុំត្រូវស្នងតំណែងកូនបើរកគុជពណ៌ស្វែងមិនឃើញទេមនុស្សក្នុងកុលាបឈាមនឹងមិនរួបរងគ្នាទេបានខ្ញុំមានសំណួរមួយទៀតចង់សួរនាង
បើនាងបានគួយពណ៌ស្វាយហើយនាងចាក់ចេញពីខ្ញុំទេ 두근대는 맘을 따라 너에게 លោកចង់ធ្វើអីលេខខ្ញុំទេ នាងចង់បានគួយពណ៌ស្វាយមិនទេខ្ញុំអាចឲ្យនាងបានតែខ្ញុំមានសំណើមួយ បានន័យថាម៉េច កុំចាក់ចេញពីខ្ញុំ ម៉ែពួកយើងគិតខុសហើយឈិនរ៉ាន់មិនមែនជាមនុស្សល្ងងនាងមិនមែនជាមនុស្សធម្មតាទេពេលនេះបងយាយឈិនចូលគុកហើយពួកគេប្រកាសជាមិនដោះលែងពួកយើងទេ តែឈិនរ៉ាន់គឺជាក្មេងមកវិជនប័ណ្ណទេ នាងជាអ្នកប្រាប់ខ្ញុំនៅខ្លួនឯងជាច្រើនឆ្នាំមកនេះនាងសម្ដែងធ្វើជាឈួតទេហើយម្យ៉ាងទៀតការដែលនាងព្រមរៀបការជាមួយជាយានលីគឺជាការសហការរបស់ពួកគេលោកជាណា យករបស់នេះហើយទៅចាត់ការនាងទៅ លោកចង់ខ្ញុំប្រើរបស់នេះសម្រាប់ឈិនរ៉ាន់មែនទេអត់ទេអត់ទេមនុស្សម្នាក់នេះពិបាកសម្លាប់ណាស់ អ្នកណាប្រាប់ឲ្យនាងចាត់ការឈិនតាមខ្ញុំឲ្យនាងចាត់ការគ្រួសារសៀវគឺសៀវវិញនាងចាត់ការនាងហើយទម្លាក់កំហុសដាក់ឈិនតាមទៀតទៅ ហេតុអីលោកជួយពួកយើង គឺព្រោះតែឈិនរ៉ាន់ ខ្ញុំសម្រេចចិត្តហើយខ្ញុំនឹងនៅជាមួយលោកមិនចាក់ចេញទៅណាទេគុជពណ៌ស្វាយ ពេលនេះនាងបានគួយពណ៌ស្វាយហើយតើនាងចង់រកចោលខ្ញុំមែនទេ អត់ទេខ្ញុំកំពុងតែគិតថាលោកស្លាញ់ខ្ញុំពីពេលណាទេ នាងចង់ដឹងមែនទេ ប្រកាសណាស់ដំបងឡើយលោកគិតថាខ្ញុំជាមនុស្សល្ងងមែនទេ ប្រកាសហើយគឺតាំងពីដំបូងនាងចាំមិនបានទេ យ៉ាងម៉េចទេខ្ញុំចាំមិនបានទេ មែនហើយនាងចាំមិនបានចាំពិតទៅក្នុងចិត្តរបស់នាងមានតែគួយពណ៌ស្វាយនាងនៅប្រាប់ទៀតថានាងនឹងបង្កើតកូនឲ្យខ្ញុំមួយចាប់ផ្ដើមទេមិនបាយសាច់ខ្ញុំទេខ្ញុំនឹងធ្វើម្ហូបឲ្យនាងញ៉ាំ លោកជីលោកឲ្យគុជនោះទៅអ្នកស្រីចុះជីវិតរបស់លោកវិញ គ្រូពេទ្យចៅខ្ញុំយ៉ាងម៉េចហើយ រៀបចំក្តាប់ជួទៅ លោកគ្រូពេទ្យសូមអង្វរជួយចៅរបស់ខ្ញុំផង លោកគ្រូពេទ្យសូមជួយចៅរបស់ខ្ញុំផងទៅ សូមជួយសង្គ្រោះចៅខ្ញុំផងសូមជួយសង្គ្រោះចៅខ្ញុំផងអ្នកណាក៏បានដែរជួយចៅខ្ញុំផង ក្មេងនេះប្រហែលជាអាចសង្គ្រោះបានរបស់នេះអាចជួយគេបានកុំយកវាចេញពីរាងកាយរបស់គេឲ្យសោះ លោកតាលោកយាយ ចៅក្រោកឡើងហើយជួយសង្គ្រោះជីវិតចៅបានហើយ ទេវតាជួយចៅរបស់ខ្ញុំផងទៅបានខ្ញុំទៅតាមកូន រ៉ាន់និយាយថានឹងនៅខាងខ្ញុំជឿជាក់លើនាង លោកជីអូទេវផុតបោះមកវិញហើយបងដឹងទេពេលនេះក្នុងកន្លែងរបស់យើងកំពុងតែមានការបបោកាំងណាស់ ទៅរំកលាប់ឈាមឡើងវិញទេ លោកស្រីសូមជួយលោកជីផង លោកបានន័យថាមានតែគុជនេះទេទើបអាចជួយគេបាន មែនហើយអ្នកស្រីសូមជួយលោកជីផងបើសិនជាបងមិនទៅពេលនេះទេកន្លះបោះឈាមរបស់យើងច្បាស់ជាបែកខ្ចាយហើយ ឆាប់ទៅទេយានលី នាងមកធ្វើអីទៅគួយពណ៌ស្វាយរ៉ាន់បាក់កលាបឈាមសំខាន់ជាងខ្ញុំទៅទៀតខ្ញុំមិនអីទេ កុលាបឈាមគឺសំខាន់មែនសម្រាប់ខ្ញុំលោកសំខាន់ជាងដរាបណាលោកនៅក្បែរខ្ញុំគុជពណ៌ស្វាយគ្មានថ្ងៃបាត់បង់ទេ អរគុណណាស់រ៉ាន់ បងយានលីខ្ញុំបានលើកថាបងឈឺតើបងមិនអីទេមែនទេ កុំទៅអីពេលនេះមិនអាចចូលកន្លែងនេះបានទេ ហេតុអីបងធ្វើបែបនេះដាក់ខ្ញុំខំលះបង់ខ្លួនដើម្បីបង
Haiម្យ៉ាងទៀតលោកប៉ាខ្ញុំក៏ដឹងដែរថាពួកយើងនៅជាមួយគ្នាហើយបងលេងលេងជាមួយនាងទេ សៀវវ៉ានីននេះមករកអីទៀតរឿងដែលកើតឡើងនៅយប់នោះនាងនឹងច្បាស់ជាងគេរ៉ាន់ជាមនុស្សស្រីដែលខ្ញុំស្រឡាញ់នាងមិនអាចប្រៀបធៀបនឹងគេបានទេចេញទៅ បងយេនលីនិយាយថាម៉េច បងយេនលី និយាយទៀតតាខ្ញុំជួយចិត្តស្ដាប់ បងយេនលីខ្ញុំស្រឡាញ់បងខ្លាំងណាស់ហេតុអីក៏បងឲ្យគេធ្វើអញ្ចឹងដាក់ខ្ញុំទៅវិញកុំយំអីវ៉ានីងប្រើរបស់នេះទេអរគុណណាស់មានតែនាងទេល្អជាមួយខ្ញុំឈិននាងធ្វើអីខ្ញុំ ធ្វើបានល្អណាស់ អរគុណណាស់មានតែនាងទេល្អជាមួយខ្ញុំ ធ្វើបានល្អណាស់ប្រាថ្នាលើកន្សែងនេះទៅ លោកចង់ខ្ញុំប្រើរបស់នេះសម្រាប់ឈិនរ៉ាន់មែនទេអត់ទេមនុស្សម្នាក់នេះពិបាកសម្រាប់ណាស់ អ្នកណាប្រាប់ឲ្យនាងចាត់ការឈិនរ៉ាន់ខ្ញុំឲ្យនាងចាត់ការគ្រូសាសៀវគឺសៀវវ៉ានីនាងចាត់ការនាងហើយទំនាក់កំហុសដាក់ឈិនរ៉ាន់ទៀតទៅ ហេតុអីលោកជួយពួកយើង គឺព្រោះតែឈិនរ៉ាន់ លើកនេះសៀវ៉ានីព្រមចាស់ចាញ់លើលោកមិនខ្លាចគ្រួសារសៀធ្វើលោកមានបញ្ហាទេហើយម្យ៉ាងទៀតជីក្រុមទៅតែមានស្ថិរភាពទេ សៀវវ៉ានីមិនហ៊ានធ្វើបែបហ្នឹងទេ មើលទៅលោកដូចជាស្គាល់នាងច្បាស់ដល់ហើយ ខ្ញុំមិនមែនគូស្នេហ៍នឹងនាងទេគ្រាន់តែយើងស្គាល់គ្នាកាលពីក្មេងតែប៉ុណ្ណោះពេលនេះបើគ្រួសារសឺសងសឹកនោះវាមិនល្អទេនាងមិនចង់ឃើញខ្ញុំស្លាប់ទេមែនទេ បងស្រីមានរឿងមិនល្អហើយ អ្នកណាទៅឈ្មោះឈិនរ៉ាន់នាងគឺជាឈិនរ៉ាន់មែនទេពួកយើងគឺជាប៉ូលីសពួកយើងបានរកឃើញផតតានៅកន្លែងកើតហេតុនេះគឺជារបស់ឈិនរ៉ាន់តាមមែនទេ លោកប៉ូលីសមាននៅក្នុងនេះមែនទេអត់ទេលោកប៉ូលីសប្រកាសជាមានរឿងយល់ច្រឡំខុសមិនខាន សូមសហការផង មិនពិតទេរ៉ាណាន យេនលីរឿងនេះយ៉ាងណាក៏ត្រូវតែដោះស្រាយដែរខ្ញុំទៅជាមួយគេ រ៉ាណានខ្ញុំនឹងរកផតតាំងឲ្យបានហើយធានានាងចេញមកវិញ សូមជួយពួកយើងទៅវិញទៅ ខ្ញុំនិយាយរួចហើយការស្លាប់របស់ជីវ៉ានីគ្មានពាក់ព័ន្ធនឹងខ្ញុំទេបើលោកមិនដោះលែងខ្ញុំទេខ្ញុំនឹងប្តឹងពីបទបរាហាកេ ដែលនាងឈិនអ្នកនាងត្រូវបានជាប់ការសង្ស័យហើយឬក្តីរបស់អ្នកនាងមិនអាចបញ្ចប់បានទេអ្នកនាងមិនព្រមផ្ដល់ចម្លើយអញ្ចឹងយប់នេះត្រូវនៅទីនេះមួយយប់ហើយ ឈិនរ៉ាន់មិននឹងអាចសម្លាប់មនុស្សបានទេគេមិនមែនជាមនុស្សបែបនោះទេ ខ្ញុំគិតថាច្បាស់ជាមាននរណាម្នាក់ទម្លាក់កំហុសដាក់នាងមិនខានទេប៉ុន្តែបើនាងនៅប៉ុស្តិ៍នេះពេលនេះខ្ញុំគិតថាវាច្បាស់ជាមិនល្អទេ ឯតរមនុស្សជួយមើលថែប្រពន្ធយើងផង បាទយ៉ាលីខ្ញុំគិតថាពេលនេះឯងគួរតែទៅគ្រួសារសៀវដើម្បីបកស្រាយតាមពួកគេទៅ ពេលនេះអ្នកខាងត្រកូលស៊ីសង្ស័យថារ៉ាន់ជាអ្នកសម្លាប់វ៉ានីហើយហើយបានឈិនស៊ូជាអ្នករត់មកប្រាប់ទៅវិញ ឯណាទៅឈិនមិនបានជាមិនឃើញគេចុះមកអញ្ចឹង ប្រហែលជាគេចង់សម្រាប់លំហែកាយ គេទៅសម្រាប់លំហែកាយពិតដែរទេ ហើយយ៉ាលោកជីមិនបានជាលោកមកអញ្ចឹង ឈិននាងទៅណាហើយ លោកជីលោកចង់ធ្វើអីចំពោះឈិន គេកំពុងធ្វើស្អីហ្នឹង ខ្ញុំក៏មិនដឹងដែរលោកជីសៀវ៉ានីងនាងដួលទៅដោយខ្លួនឯងទេលោកក៏ឃើញដែរតើលោកមិនមែនចង់ថាឈិនជាគេតកសម្រាប់វ៉ានីងទេមែនទេ ខ្ញុំមិនទាន់បាននិយាយថាគេជាអ្នកសម្លាប់វ៉ានីទេ ខ្ញុំគ្រាន់តែទីទេ ប្រាប់ការពិតខ្ញុំភ្លាមមក
siêu vạn nín muốn bên để nín slap nín ban nhai email mũi mọc xong nơi không email ban giờ xây bệnh chạm bị chôn đầy đo bạn nè tao trong ngực xong bệnh chôn cây châu cốc đại thế លោកជីខ្ញុំមិនយល់ពីអ្វីដែលលោកនិយាយទេ nín mình chôn mình thế ban mà này thếខ្ញុំភ្លេចប្រាប់នេះនៅទីក្រុងហៃចឹងគ្មាននរណាម្នាក់ដែលខ្ញុំរកមិនឃើញនោះទេតើអ្នកគិតថាលាក់ឈៀនពីខ្ញុំបានដែរទេ តែនេះកំពុងតែធ្វើស្អីគេទៅ ឈៀនមានរឿងមិនល្អទេ ម៉ែខ្ញុំប្រាប់ហើយតាថាកុំឲ្យមករកខ្ញុំម៉ាក់មកទីនេះធ្វើអីទៅ ជាយលីបានដឹងហើយថាអញជាអ្នកសម្លាប់វ៉ាន់នីងហើយគេក៏មានភ័ស្តុតាងនៅក្នុងដៃរបស់គេដែរ ម៉ាក់និយាយថាម៉េចគេបានភ័ស្តុតាងមកពីណាទៅ គេបាននិយាយថាស៊ីវ៉ាន់នីងបានផ្ញើអ៊ីមែលឲ្យគេមុនពេលដែលនាងស្លាប់ មិនអាចទៅរួចទេទូរស័ព្ទបាននាងនៅនឹងខ្ញុំម៉ាក់ចេញល្បិចគេហើយពួកយើងឆាប់ទៅ តែចង់ទៅណាអ្នកនាងឈៀន ពិតជាមកលឿនមែនតែគ្មានប្រយោជន៍ទេខ្ញុំខ្លាចតែពេលនេះនាងរស់នៅក្នុងគុកមិនបានយូរទៀតទេ នាងមានន័យថាយ៉ាងម៉េ លោក ច ជីមានហេតុការណ៍មួយកើតឡើងនៅក្នុងគុករបស់អ្នកស្រីខ្លាចថាអ្នកស្រីមិនមានរឿងល្អទេ ខ្ញុំប្រាប់ព្រោះនាងឆាប់ប្រកល់ខ្លួនឲ្យប៉ូលីសទៅ អត់បានកាមើលទៅខ្ញុំត្រូវធ្វើដូចខ្លួនឯងហើយ នាងចូលមកទីនេះធ្វើអី រ៉ាន់រ៉ាន់នេះមិនអីទេមែនទេនេះមានរបួសត្រង់ណាដែរទេ មនុស្សនៅទីនេះពិតជាខុសខើណាស់ខ្ញុំខ្លាចខ្លាំងណាស់ មិនអីទេចាំខ្ញុំនាំនេះចេញទៅវិញ មនុស្សស្រីម្នាក់នេះហេតុអីធ្វើខ្លួនជាគួរអាណិននាងជាអ្នកបង្ករបស់ពួកយើងទេ អ្នកទាំង3ត្រូវបន្ថែមទោសហើយ boss ចុះអ្នកដទៃទៀត អ្នកផ្សេងទៀតធ្វើតាមទូនីតិរៀងខ្លួនតែបបបានបញ្ជាហើយអនាគតពណ៌ស្វាយឆាប់យកវាចេញមក គឺជាលោកអ្នកដែលបានជួយឈៀននៅពីក្រោយខ្នងហេតុអីទេខ្ញុំមិនដែលគិតទេថាលោកនឹងក្បត់ខ្ញុំបែបនេះ ពិតជាគ្មានប្រយោជន៍មែនបើសិនជាបាក់របស់នាងមិនមែនជាអ្នកដឹកនាំទេគិតតែខ្ញុំនេះគ្រប់លើនាងមែនទេឆាប់ប្រកល់គុកពណ៌ស្វាយមកភ្លាមមក គាត់ពណ៌ស្វាយមិនមែនទ្រព្យសម្បត្តិមកខ្ញុំតែវាជាកម្មសិទ្ធិរបស់កុលាបឈាមទាំងមូលលោកគាត់ថាខ្ញុំនឹងបកគលវាលោកមែនទេ ពេលនេះបើសិនជានាងមិនប្រកល់ចេញមកទេឈិនរ៉ាន់នាងគិតថានាងអាចដើរចេញពីទីនេះបានស្រួលមែនទេ លោកខ្លាចដែរទេ នាងខ្លាចវាធ្វើអីទេ ដល់ពេលនេះនិយាយរឿងស្នេហា បងប្អូនយើងចាត់ការវាពីណាទៅហើយយើងគ្រប់គ្រងកលាបឈាមទាំងអស់គ្នា ឯងហ៊ានមែនទេហ៊ានចាត់ការពួកគេហេតុអីបានចាញ់នៅខាងនេះបើសិនជាឯងទទួលបានគុជពណ៌ស្វាយហើយឯងច្បាស់ជាបានគ្រប់គ្រងកលាបឈាមជាមួយខ្ញុំហើយ គាត់ពណ៌ស្វាយជាទ្រព្យសម្បត្តិមកខ្ញុំតែលោកពិតជាគិតថាមកខ្ញុំជាអ្នកបង្កើតកុលាបឈាមនិងគ្រប់គ្រងតែមនុស្សម្នាក់មែនទេ ជុំនិយាយរឿងអត់ប្រយោជន៍ទៀតទៅ ល្អ ឲ្យមកលោកបើមកឬគល់នៃបញ្ហាចេញលោកជាអ្នកបង្រៀនខ្ញុំអ្នកម៉ាក់មនុស្សដែលបានធ្វើបាបម៉ាក់ពេលនេះគេបានទទួលទោសហើយអំពើអាក្រក់នៅក្នុងកលាបឈាមក៏បានដោះស្រាយដែរម៉ាក់សម្រាប់ឲ្យស្ងប់ចិត្តទេ អ្នកមីងកុំបារម្ភអីខ្ញុំនឹងមើលថែរ៉ាន់រ៉ាន់ឲ្យបានល្អខ្ញុំនឹងមិនឲ្យនាងជួបរឿងអយុត្តិធម៌បែបនេះទៀតទេ រ៉ាន់ជួយប៉ាផងរ៉ាន់ជួយប៉ាផងរ៉ាន់ប៉ាមកលៀនមកឲ្យប៉ាតែមកលៀនបានហើយ ឈិនឆាំងលោកជាអ្នកនាំសេសៀយូហើយនឹងឈិនសៀនស៊ូចូលមកហើយបណ្ដាពួកគេធ្វើបាបខ្ញុំហើយនឹងអ្នកម៉ាក់លោកលុបលឹងវានៅថ្ងៃនេះទេ កុំបារម្ភអី នេះជាការសង្សឹកលោកឃើញហើយណែ
នេះគឺជាលទ្ធផលអ្នកដែលធ្វើអាក្រក់ចំពោះប្រពន្ធលោកដូច្នេះលោកប្រយ័ត្នខ្លួនបន្តិចទៅតាទេឆាប់ទៅផ្ទះទេ